ធ្វើចាត់យើងឲ្យសបាយចាស់គេនិយាយតែឈើត្រាំទឹកឆាប់ពុកមនុស្សកើតទុកឆាប់អីឆាប់ស្លាប់ចឹងយើងបើកចិត្តយើងឲ្យទលាយអូកុំចេះតែធ្វើអាចិត្តហ្នឹងវាតូចចង្អៀតពេកកុំចេះតែក្តៅកាហាយច្រើនពេកនឹងអ្នកណាចូលចិត្តខឹងច្រើនតែនឹងកើតមកជាតិក្រោយខ្មៅព្រីកបងនឹងខ្មៅហ្មងណានឹងខ្មៅអាក្រក់អត់ស្អាតទេព្រោះដុតខ្លួនឯងរាល់ថ្ងៃញោមហ្នឹងហើយអញ្ចឹងអ្នកណាចង់កើតមករូបស្អាតកុំអាសាខឹងចង់បច្ចុប្បន្ននឹងបានសុខកុំអាសាខឹងគេដូចម៉ែនិយាយមិញអត់ធ្វើបន់អីធំដុំអីមួយថ្ងៃអង្គុយយកតែបាបបើកភ្នែកឡើងដឹងពីចំណែនឈ្នាននេះគេចាក់រុកគេក្តៅកាហាយនឹងគេហើយធម្មតាកាលណាយើងខឹងគេហើយគេអត់តអត់ខឹងមកយើងណាអាហ្នឹងណែកើតទុកអ្នកណាញោមឧមាថាអាកខឹងអាខហើយអាខហ្នឹងគ្នាអត់រវល់ឯងចង់ខឹងអីខឹងអញដឹងតែធ្វើការអញដឹងតែរអញដឹងតែដេកដឹងមកស៊ីហូបបងដើរមករហើយអាកនេះគិតតែខឹងគិតតែក្តៅកាហាយគិតតែគុំគួនតើទុកអ្នកណាញោមទុកអាកឬទុកអាខណាទុកអាអ្នកខឹងគេឬទុកអាអ្នកដែលគេត្រូវខឹងទុកអាអ្នកខឹងគេហ្នឹងមកធ្លាប់ឧទាហរណ៍ថាដូចអាអ្នកខឹងគេហ្នឹងដូចយើងអោបដុំភ្លើងមួយជាប់នៅទ្រូងហើយអាអ្នកដែលត្រូវគេខឹងនោះគេអត់ខឹងតបើអាហ្នឹងខឹងតដែរអាហ្នឹងអោបភ្លើងតាមគេដែរប៉ុន្តែបើគេអត់ខឹងអត់រវល់ទេអាហ្នឹងបីដូចទឹកសមុទ្រហើយអាអ្នកខឹងគេនេះបីដូចអោបដុំភ្លើងនេះយើងយល់អញ្ចឹងបានយើងអត់ឲ្យចិត្តយើងចេះតែខឹងអ្នកដតីកើតហ្នឹងអត់ឲ្យទោសៈចិត្តនឹងកើតក៏យើងយល់ផលវិបាករបស់ទោសៈហ្នឹងថាវាមានវិបាកអាម៉េចបានលោកចេះតែទេសនាហាមយើងថាបើចង់បានសេចក្តីសុខកុំអាសាខឹងឲ្យខន្តីឲ្យអត់ធន់ហើយឲ្យយល់ថាស្អីគេខន្តីស្អីគេទោសៈហើយបើយើងអត់យល់ថាអាស្អីជាខន្តីគ្រាន់លោកទេសនាតែខន្តីគ្រាន់តែលឺតែខន្តីប៉ុណ្ណឹងក៏អត់អាចអត់ធន់កើតដែរដូចអាខឹងហ្នឹងពេលខឹងទៅវាទទួលវិបាកអាម៉េចមកឧទាហរណ៍ទៅដូចញោមហាមកូនយើងអាតូចវាមហងយកដៃទៅលូកភ្លើងណាឬក៏វាពងលេងកបាត់មុតកាន់កបាត់យកមកលេងយើងគ្រាន់តែខូចទៅទាញកបាត់ដាក់ចេញពីដៃកូនហើយវាយវាទះគូតផងទះដៃផងយើងហាមតែកុំលេងអាហ្នឹងមុតនឹងហកកូនហងយកដៃយកទៅលូកភ្លើងយើងទាញដៃមកយើងវាយមុខវាយមាត់វាយដៃថាកុំលេងអាហ្នឹងលូកអាហ្នឹងវាលាកប៉ុន្តែបើយើងគ្រាន់តែថាលូកទៅវាលាកគាត់ថាលេងទៅវាមុតប៉ុន្តែវាអត់ដែលមុតអត់ដែលលាកថ្ងៃក្រោយវាគុំទៅយកដៃទៅលូកអាដែរបាទប៉ុន្តែបើយើងបដ ாய் ថាឲ្យវាលូកម្ដងឲ្យវាដឹងថាអាហ្នឹងលូកទៅវាលាកអាម៉េចអូលេងទៅវាមុតម៉េចដល់វាលូកទៅវាលាកក្តៅឲ្យលួយដៃបានដឹងថាថ្ងៃក្រោយយាយឯងមិនបាច់ហាមថាមិនបាច់លូកទៀតទេអាហ្នឹងគ្រាន់តែឃើញភ្លើងវាឲ្យចេញហ្មងចង់និយាយអញ្ចឹងណាអាមនុស្សយើងដល់ពេលយើងយល់ថាលោកទេសនាជាហាមតែបើចង់សុខកុំអាសាខឹងទៅយើងយល់ថាអាខឹងហ្នឹងវាឲ្យទុកយ៉ាងម៉េចដូចម៉ានិយាយមែនអាអ្នកខឹងគេអូម៉ាដូចអោបដុំភ្លើងហើយអាអ្នកដែលត្រូវគេខឹងគេអត់ខឹងតបីដូចទឹកសមុទ្រឬទឹកទន្លេអញ្ចឹងអាអ្នកខឹងគេនោះខឹងណាស់មិនខឹងអាទឹកទន្លេនឹងខ្លាំងណាស់អញអោបដុំភ្លើងទៅទម្លាក់ឲ្យរីងអាទឹកទន្លេនឹងដល់អោបទៅអាដាក់ចូលទឹកទៅវាលុតបាបទៅអោបដុំភ្លើងមកគល់ទៅយកទៅទម្លាក់ទៀតអានោះលុតទៀតអោបម្ដងទៀតទៅទម្លាក់ទៀតអាលុតទៀតដល់អស់កម្លាំងអស់ទឹកចិត្តទៅអូណែមើលទៅទឹកទន្លេវាអត់រីងទេអាលុតតែភ្លើងប៉ុន្តែអានោះវាមិនរីងហើយនិយាយពីទ្រូងអញនេះអាលាកផងអាលួយផងក្តៅដៃផងក្តៅជើងផងវាហត់ផងវាខាតប្រយោជន៍ខាតពេលវេលាផងដល់យកមកគិតពិចារណាថាអូអញខឹងគេអត់ខឹងអញហ្នឹងទី1អញហ្នឹងដូចមនុស្សឈួតទី2អញក៏អត់មានសេចក្តីសុខក្តៅកាយញ័រទ្រូងព្រឹកល្ងាចនឹងដល់ពេលយើងយល់អញ្ចឹងទៅយើងលះបានការខឹងក្រោធការព្យាបាទអ្នកដទៃនឹងយើងចេះធ្វើខ្លួនយើងឲ្យរស់ជាសុខប៉ុន្តែខ្មែរយើងមិនអញ្ចឹងទេហ្នឹងសុខទុក្ខគឺនៅលើខ្លួនយើងប៉ុន្តែយើងច្រើនតែដើរខុសនឹងអញ្ចឹងព្យាយាមចម្រើនទៅនៅកុសលធម៌នៅខ្លួនយើងហ្នឹងហាត់ពុតលុតដំអប់រំកាយវាចាចិត្តឲ្យល្អនឹងប្រឹងដូចគ្នាញោមប៉ុន្តែប្រឹងដោយសុចរិតដោយយុត្តិធម៌ដោយញើសឈាមយើងដោយកម្លាំងយើងដោយបញ្ញាស្មារតីដែលយើងប្រើដោយចំណេះវិជ្ជារបស់យើងដោយសុចរិតដោយយុត្តិធម៌កុំប្រឹងអាបៀតបៀនគេអាឆ្លោះទាស់គេអាចំណែនគេអាលួចអាឆក់អាប្លន់អាកាប់កេងប្រវាញ់មកបាននឹងបានដោយមិនស្រួលទេវាក្តៅកាហាយវាអត់សុខចឹងយើងព្រោះអាផលនៃសេចក្តីអាក្រក់ហ្នឹងវាអត់សុខទេញោមហ្នឹងបានព្រះអង្គសម្ដែងថាសេចក្តីអាក្រក់ហ្នឹងវាឲ្យជាទុកដែលយើងមានមកក៏មានវាមិនសុខហ្នឹងអញ្ចឹងបានព្រះអង្គបង្រៀនយើងថាខំប្រឹងចម្រើនទៅនៅសេចក្តីល្អហើយណាអញ្ចឹងយើងនិយាយរឿងបុណ្យយើងឯនេះព្យាយាមចម្រើនសេចក្តីល្អទាំងអស់គ្នាដោយអ្នកម្ដាយរបស់យើងថ្ងៃនេះបើយើងគិតតាមអាយុខៃអត់ទាន់ដល់ពេលដល់វេលាទេប៉ុន្តែសេចក្តីស្លាប់នឹងវាមិនទៀងយ៉ាងហ្នឹងដែលព្រះអង្គសម្ដែងថាយើងត្រូវភ្ញាក់រលឹកត្រូវព្យាយាមចម្រើនសេចក្តីល្អឲ្យបានច្រើនព្រោះមានតែសេចក្តីល្អនឹងមួយគត់
ដែលជាពូជនាំយើងទៅមុខទៅជាតិនឹងយើងមានប៉ុណ្ណឹងយើងប្រឹងចម្រើនសេចក្តីល្អប្រសើរកាន់តែច្រើនទៅមុខទៀតយើងរឹងរឹតតែចម្រើនហើយកូនទាំងឡាយណាដែលចេះដឹងគុណម្ដាយឪពុកក៏អត់សយុទ្ធចុះដែរដោយកូនប្រុសស្រីទាំងឡាយញោមចំណាំឃើញនឹងភ្នែករឿងបុណ្យរឿងបាបនេះពេលខ្លះមិនបាច់ទៅមើលជាតិមុខជាតិក្រោយកូនណាដែលចេះប្រតិបត្តិម្ដាយឪពុកថែរក្សាបាយទឹកនំចំណីទឹកក្តៅទឹកត្រជាក់ព្រឹកល្ងាចវ័នទាគោរពប្រតិបត្តិគាត់សម្ដីកាយវិការអរិយាប័ត្រទុនភ្លុនចំពោះម្ដាយឪពុកព្រឹកល្ងាចកូននឹងចម្រើនណាស់រស់ស៊ីអីក៏ដាក់ឲ្យតែចេះគិតដល់ម្ដាយឪពុកគោរពគុណម្ដាយឪពុកគោរពគុណចាស់ព្រឹទ្ធាចារ្យមនុស្សណាមានការគោរពគឺមនុស្សនឹងមានសេចក្តីចម្រើនញោមចាំប៉ុណ្ណឹងអញ្ចឹងបានដូនតាយើងគេនិយាយថាងើបស្កកបើអោនមិនដាក់ក្របហ្នឹងអញ្ចឹងមនុស្សណាមានការគោរពចេះអោនលំទោនម្ដាយឪពុកចេះអោនលំទោនចាស់ព្រឹទ្ធាចារ្យដឹងខុសដឹងត្រូវមនុស្សនឹងចម្រើនណាចឹងណាដោយកូនចៅប្រុសស្រីថ្ងៃនេះបានគោរពគុណអ្នកម្ដាយគោរពគុណលោកឪពុកបានធ្វើប្រាងដាក់តម្កល់អ្នកម្ដាយកាលអ្នកម្ដាយនៅរស់យើងលើកដំកុំដំកើងថែរក្សាបាយទឹកនំចំណីត្រីសាច់ព្រឹកល្ងាចថ្នាក់ថ្នមបំបីការពារឃុំក្រងថែរក្សាម្ដាយដោយល្អរហូតដល់ម្ដាយផុតរលត់ឃ្លាតព្រាត់អំពីយើងទៅហើយយើងនៅតែខ្វាយខ្វល់និងខំប្រឹងចម្រើនទៅនៅសេចក្តីល្អជូនចំពោះលោកបានធ្វើប្រាងដ៏សមគួរក្នុងការតម្កល់លោកលើកលោកឲ្យខ្ពង់ខ្ពស់ព្រះអង្គសម្ដែងហៅថាមហាទេជោកូននឹងមានដេកជះទៅណាមកណាប្រកបព្រមដោយការគោរពពីអ្នកដទៃអធិបតេយ្យកូននឹងទៅណាមកណាជាធំលើគេនៅអនាគតជាតិមិនដែលចេះកើតក្នុងតកូលក្រខ្សត់អត់លំបាកនឹងដោយអំណាចនៃការគោរពគុណម្ដាយឪពុកទើបធ្វើឲ្យអ្នកដទៃគោរពដល់ខ្លួនដូច្នោះដែរអញ្ចឹងការគោរពគុណនឹងថ្លៃណាស់នឹងពិសេសណាស់ហើយកូនណាដែលទុះបន្ទុះសារាយម្ដាយឪពុកឲ្យញោមចំណាំមើលឲ្យតែជេរម៉ែជេរឲ្យព្រឹកល្ងាចគ្រួសារនឹងគ្មានសេចក្តីសុខប្រពន្ធបោកចានបោកឆ្នាំងប្តីជេរប្រពន្ធឆ្លោះប្តីព្រឹកល្ងាចក្តៅកាហាយក្នុងគ្រួសាររងអង្គខ្វះឆ្នាំងរយឆ្នាំងខ្វះអង្គឲ្យតែមនុស្សណាអត់ដឹងគុណមិនដឹងគុណបងមិនដឹងគុណម៉ែមិនដឹងគុណឲ្យគ្មានដឹងខុសត្រូវអាណាបងអាណាម៉ែអាណាឪណាចាស់ព្រឹទ្ធាចារ្យឲ្យតែបន្ទុះស្រែព្រឹកល្ងាចគឺវេទនាណាឃើញភ្នែកចឹងគេឲ្យយើងចម្រើនទៅនៅសេចក្តីល្អជាមួយម្ដាយជាមួយឪពុកឲ្យចេះដឹងគុណឲ្យចេះរលឹកគុណឲ្យចម្រើនទៅនៅសេចក្តីល្អព្រោះគ្មានអ្នកណាអស្ចារ្យជាងម្ដាយឪពុកយើងទេញោមបុគ្គលលើលោកនេះលើកលែងតែព្រះសម្មាសម្ពុទ្ធនឹងដកតែព្រះសម្មាសម្ពុទ្ធព្រះអគ្គសាវកពុទ្ធមកបានព្រះអង្គតាំងថាម្ដាយឪពុកយើងនេះជាព្រះទី2ដែលយើងកុំមើលរំលងត្រូវតែប្រតិបត្តិកូនណាប្រតិបត្តិដោយល្អគឺទទួលផលដ៏ប្រសើរមកធ្លាប់បញ្ជាក់ថាកាលណាយើងដឹងគុណរលឹកគុណម្ដាយយើងបម្រើម្ដាយឪពុកយើងដោយល្អគឺយើងទទួលផល3ទី1កតញ្ញូហ្នឹងគឺអូតូមានន័យថាយើងដឹងគុណម្ដាយយើងឪពុកយើងបម្រើគាត់បាយទឹកក្តៅទឹកត្រជាក់ព្រឹកល្ងាចឈឺជាក្រៅរងាយកចិត្តទុកដាក់ដល់ឲ្យយើងចាស់ទៅមិនបាច់ជាតិក្រោយទេយើងចាស់ទៅអាកូនយើងនៅជាមួយយើងនឹងវាឃើញយើងបម្រើវាយាយវាតាវាយ៉ាងម៉េចដល់ឲ្យយើងចាស់ទៅអាកូនយើងបម្រើយើងដូចយើងបម្រើម្ដាយឪពុកយើងចឹងដែរយល់លោកនិយាយហ៎ញោមហ្នឹងចឹងឃើញវាឃើញភ្នែកផលហ្នឹងចឹងបានមកចេះដាស់តឿនថាយើងចម្រើបម្រើម្ដាយឪពុកនេះអត់សយុទ្ធចុះទេប្រឹងគោរពគុណម្ដាយគុណឪពុកគុណបងគុណគ្រូនឹងត្រូវតែគោរពទី1ចម្រើនកតញ្ញូកាលណាយើងដឹងគុណម្ដាយឪពុកយើងដល់យើងចាស់ទៅអាកូនយើងដឹងគុណយើងចឹងដែរទី2សច្ចៈកាយយើងនៅជាមួយម្ដាយឪពុកយើងពិតត្រង់មិនដែលចេះកចេះកុហកភូតផលឪពុកម្ដាយចឹងដល់ចាស់ទៅអាកូនយើងក៏អត់កុហកភូតផលយើងចឹងដែរហ្នឹងហកខន្តីកាយយើងនៅជាមួយម្ដាយឪពុកយើងចង់ម៉ែជេរក៏យើងមិនហ៊ានតចង់ឲ្យជេរក៏មិនហ៊ានតមិនហ៊ានមាត់នឹងដាក់ម្ដាយដាក់ឪពុកសម្ដីតូចសម្ដីធំអត់ដែលហ៊ានតបតបើថាចឹងអាត្មានឹងពេលខ្លះដូរផ្លិចខ្លួនដែរណាយាយអាសម្ដីវាតាំងពីកំណើតមកវាមិនសូវព្រោះគេអាត្មាក៏នឹងសម្ដីចឹងបើចិត្តនឹងតុនណាស់មានស្អីចែកគេអស់ហើយក៏ញោមដូចញោមឃើញហើយសកម្មភាពត្បិតតែស្រុកយើងអាត្មាមិនសូវបានចុះមកជួយច្រើនប៉ុន្តែស្រុកខេត្តដតីញោមមើលសកម្មភាពមកយកទៅធ្វើជួយគេគ្រប់កន្លែងហើយបើមណ្ឌលកែប្រែស្ទើរគ្រប់មណ្ឌលកែប្រែគឺយកកូនទៅដាក់ឃើញមានចក្រានបាយអាត្មាមកធ្វើទុកគ្រប់មណ្ឌលហើយចុះទៅអប់រំជាប្រចាំនៅមណ្ឌលកមាកព្រាក៏មានចក្រានបាយមានកន្លែងអាត្មាដាក់ធ្វើបន្ទប់សម្រាប់ដាក់ថ្នាំពេទ្យដាក់អីឲ្យក្មេងគ្រប់កន្លែងអញ្ចឹងហ្នឹងបងថ្លៃសាលាឲ្យលោកទូទាំងប្រទេសអ្នកអត់ម្ដាយអត់ឪពុកអីគឺចិត្តហ្នឹងល្អណាស់ប៉ុន្តែមាត់ហ្នឹងវាមិនសូវព្រោះហ្នឹងអ្នកណាទេមកអាត្មាអីតែម្ដងឯងលែងហ៊ានទេក៏ជិះលោកមាត់អាក្រក់ម៉េះថាមាត់វាមិនសូវព្រោះនឹងជួនកាលអាពងអារម្មណ៍វាដូចថាហ្នឹងជួនកាលយាយហើយគាត់ទេមកម៉ោង4ចិត្តភ្លឺអីជួនកាលគាត់ស្ដាប់អាវត្ថុយើងម៉ោង4ហ្នឹងដល់ស្ដាប់ទៅគាត់ឆ្ងល់អីមួយគាត់ទេមកយើងតាំងម៉ោង4ហ្នឹងអីដល់អញ្ចឹងអារម្មណ៍វាមិនសូវល្អនោះណាយាយហ្នឹងអញ្ចឹងចេះទៅគាត់វិញទៅព្រោះប្រាស់អញ្ចឹងទៅពេលខ្លះមាត់វាមិនសូវព្រោះ
nè tại vì mỗi ấu nó có pi khắc lọt mà đó nè thằng chẳng dương nọ cờ rục mà đai cờ rục ở bốc tiền piệt sầm đây cai vì ca đôi lọ nó cứ mà nương nâng chầm rau nè nhôm nâng chầm rau nè mình sẽ dắt cho tê nâng chầm rau cắt từ nhú chầm rau sạch chắc chầm rau khăn tây nè khăn tây nè mai âu chê tha ấy sọc chất ấp sừng cọt công to vô bịa quát mà cất ao ta ọt thôn chẳng ấy đòi pê dương chạc tâu dương chê côn dương sấy côn dương cỏ côn dương ọt hiền to dương nói cao dương ọt hiền to dây bia ta bia chẳng nhung sạp toàn đấy nhung năng năng chẳng này với chiếc cầm ru sầm ráp côn dương chỉ non cao ở khơi còn mạch chiết mốc chiết khói đấy bầm rau mà đai phục lọ côn dương bầm rau dương lọ chẳng đôi kia năng chẳng ấy với chiếc cầm ru à mạch đôi ma thọm vậy à sama sang pốt cao của ông đâu chia popo thì sát nè âu rồi bọc của ông nắng cao tập 4 xà lanh mai xà lanh âu nè ban đọc pe ban của pôn máu mi của pôn đấy của con của xá cầm nát kim ban chặt kim cỡ cái men âu cái bạc cao mai cái bạc cao ná cà pa đây hỏi mình đâu nè chỉ môi pa đấy đang là bầm rau pa đấy men mau bầm rau dây chặt tài chặt cụ ai chả bạch nôn rất là nghĩa với mình sờ bài chết rồi chẳng rồi vì thi thơ mất ôi pa đây nó sao à âu mai bạc cao nó rồi hộ vì thi sầm lấp được do mai âu mai bạc cao nó do tại cháu là âu mai khmei nhá do tại cháu do tàu na ngay mình trong nâu bầm rau rất là nghĩa nè thôn tròn là ca bầm rau dây chặt tài chặt nó hay đòi chăng lùm ốc vào đây mà đong mình prom pi đong mình prom đừng ro vì thi thơ mấy ở đây sọp chuồn cao đam slo cho anh hay vào đây từ thơ ca nơi chợ ca tao à mong bái nuôi luôn anh ôi nè bầm rau sen hộp ốc tao đó là pi đo mong bái ọt bài giờ tao vào đây xua thằng na hộp ốc tham mai ôi dây chặt ta cha năng hộp trao pi tao vào hộp ốc tao à thơ mấy ôi ta vào đây luôn ai chứ vừa khăn dây ta này hay lùm ốc trong cõi đang là kia lùm ốc tham mày chứ à lâu bờ bằng anh ọt vô dây ta đang tàu na tế bà bằng anh miền nhóm cứ ọt quát bờ miền quát cứ ọt nhom cái đại lẹt hàn chăng ạ hay thom mà đá côn dướng nhôm bị phệ tịnh mới bờ pôn cái dây chẳng bờ cái lạnh pôn kế ta kia vô dướng này vô pôn kế nhôm cái vô pôn kế chẳng bờ cái tham miền bong miền ôn ọt quát ọt ôn chẳng đò cái lạnh pôn kế cái ta chẳng bong tam ôn để cho lâu tự thơ mấy quạt chả hay miền thơ mấy nè là do quạt do tàu cả đà prey ngắt tao đã đầm nẹm mầm luôn tao quạt nè là slap ơi nè là tụi bây giờ mình sầm lap quạt ruột miền ban màn ngay tiếp đó ấy đó à mô bắn cái giấy à cái đây sẽ lanh khai bắt bong và pôn đó nè gió mà đai do bốc nắng tam và pôn sai lần pe prật vài cung mà đai bốc pì môn sẽ lanh mai âu nè đò pe miên và pôn mà chẳng bạt ma ta nhôm hử côn và xa sấy hử mờ phong ao ta na cái chọ sờ lôn ở đây con sẽ ăn thế à nắng con mà nhầm pe nè ngày mơ còn rực mau rực so rực sạt mình sạt mơ chả rắc lẹ cả nặng chất cầm đất bỏ mình nư thấy nó đo ta sai láng vai cung mà đây bốc mai nhom nom âu từ lên nhiệt nấu khang dương du hai mình đây ban từ lên cọt chân trong chun mai âu từ lên cọt thấy à con đấy cứ popo thì sạt này dương nó prẹt dương nó bàn cả bàn can nấu chưa popo thì sạt nấu có tối dây tấm mà du của mùi nắm pan che nè xua pa bốc ai ngày nắng chơi nhà tê do dây do ta tàu ná con anh đâu chỉ mùi mai đó còn tam âu con mà ở âu do dây do ta tàu lên nhiệt bỏ dương hàng dương á tàu lên ông con nấu ở sọc sen còn anh còn tâu ấy nè ngày đâu chỉ mùi mai đó popo thì sát ní cất không chắc anh thằng cợt mất được ở đây lư xô âu anh thì tiên rương bong po nấu sọc ngày tê mấy sọc bàn ngày nâng trong nom dây ta anh tàu lên nè bong po nấu sọc ngày vượt đôi ta chắc nó vẫn ông ngốc có sông ở bụng nắng tàu đà từ tôi âu nhom tàu đà hệ ọt đấy còn ai nấu chỉ môi mai thôi con ọt đấy nhom ọt tao nhom ọt nấu nhom tàu chỉ môi âu nhom trong tao ọt âu tao dung tao thép đây nó đò ọt bán lứa cô nó đào té tao mỗi giây ta chỉ tàu đòi chi tao đòi cả đà prế âu nấy chụp và té chọc tao cặp đây mỏng cọp mày cọp âu nó dễ cọp chậu vay cọp chậu thằng rùa đôi à bò chứ đấy đó là âu này phong cặp đấy à cô nó vía tầm lẹt bìa tê máu từ xu âu anh cặp đây từ ấy còn anh còn xu tầng coi với nhau con còn đâu chết âu còn xu hễ cho anh cặp đây anh không cặp ấy nó cả đá đấy thành tha từ lên te bòn pháo đấy cô này âu prap cô này tròn thì cho chèn dây thoáng của cái thà cô nó về tôi trong bài viết đăng ấy thế nên là tâm của mùi nam âu prap tròn thì cho âu cặp nó nọ do dây do ta còn anh mau nó mền vô từ lên tẹt bom ôn này tê cổ nọ vô hay dây ta ní sờ văng chặt của pin và pơ mà ngất nè vậy nó cái do tao nát ở đăng à hay chân nọ
ម៉ែកូនឯងឲ្យយកយាយយកតាកូនឯងគេពិបាកក្នុងការបម្រើយាយតាចាស់ចាស់កូនឯងហ្នឹងណាអញ្ចឹងគេមិនចង់នៅជាមួយហើយគេថាបើអត់មានយាយតាហ្នឹងបានគេនៅជាមួយឪហើយបើមានឪអត់យាយហ្នឹងមានយាយតាហ្នឹងហើយបើមានយាយតាហ្នឹងអត់ឪអញ្ចឹងឪខ្លាចបាត់បង់ម្ដាយកូនឯងឥឡូវណឪពុកស្ដាប់តាមម្ដាយកូនឯងយកយាយយកតាមកកប់ចោលហ្នឹងណាកូនអាកូននេះអត់មាត់អីទាំងអស់ទៅទាញចប់ជីកនៅលើអាទេសមកអង្គុយកាប់ដីដែរពងកាប់ជីកដីដែរអាឪនេះតាកូនឯងជីកដីទៅអីណាកូនឯងខំជីកតែតាំងក្តៅនឹងអីឡើងទៅលើអាទេសវិញកូនទៅអង្គុយម្លប់កូនទៅអង្គុយម្លប់កុំខំជីកទៅអីដល់អាឪនេះទៅជីកសួរអញ្ចឹងកូនឯងខំជីកទៅអីខ្ញុំជីកកប់ឪឯងដែរហ្នឹងណាហ្នឹងហើយមានន័យថាអាឪនេះពងជីកយកកប់ឪម៉ែអាកូននេះវាលឺអញ្ចឹងវាទៅជីកដីថាមកកប់ឪវាដែរទាំងរស់ដែរហ្នឹងដល់អាឪនេះលឺអញ្ចឹងភ្ញាក់រលឹកហ្មងញោមភ្ញាក់តអូណោះអាកម្មពីនេះពេលខ្លះដូរមិនបាច់ចាំជាតិមុខជាតិក្រោយទេអញធ្លាក់នរកទាំងរស់ហ្នឹងហ្នឹងអញចង់កប់ឪទាំងរស់ឥឡូវកូនអញវាមិនតាន់ដឹងអីសោះទៅអាយុ6ឆ្នាំវាចង់កប់អញទាំងរស់ដែរហើយអញ្ចឹងបើឥឡូវនោះវាកប់អញអត់បានក៏ធំកំឡោះទៅវាគុំតែកប់អញហើយអញកប់ម៉ែឪអញអញ្ចឹងហ្នឹងហើយអញ្ចឹងបានភ្ញាក់រលឹកទៅដាក់ចបកាប់ចុះលុតជង្គង់កម្មាទោសសុំម្ដាយសុំទោសម្ដាយឪពុកនាំម្ដាយឪពុកត្រឡប់ទៅផ្ទះវិញទៅនិទានរឿងខ្លីប៉ុណ្ណឹងឲ្យញោមរៀនពិចារណាថាកាលណាយើងបម្រើម្ដាយឪពុកយើងដោយសេចក្តីល្អយ៉ាងណាវាជាគំនូសដ៏ល្អប្រសើរសម្រាប់ឲ្យកូនយើងឃើញនឹងភ្នែកថាយើងថែរក្សាម្ដាយឪពុកយកចិត្តទុកដាក់ម្ដាយឪពុកយើងយ៉ាងណានៅពេលដែលយើងចាស់ជរាទៅកូនយើងក៏បម្រើយើងទៅតាមលំអាននឹងអ្វីដែលយើងធ្វើដូចគ្នាមិនបាច់លោកណាមកទេសនាទេកាលណាគំរូរបស់យើងឃើញធ្វើចំពោះម្ដាយឪពុកយើងដោយល្អយ៉ាងណាកូនយើងនឹងដើរតាមកន្លងយ៉ាងនោះនឹងញោមចាំអញ្ចឹងហ្នឹងហើយអញ្ចឹងប្រឹងចម្រើនទៅនៅគុណធម៌និងសេចក្តីល្អក្នុងចិត្តជាមួយម្ដាយឪពុកហើយបម្រើម្ដាយឪពុកនេះបន់ច្រើនកើនមានគ្រប់ពេលគ្រប់ខណៈបម្រើម្ដាយបម្រើឪពុកបម្រើអស់ពីម្ដាយឪពុកទៅនៅបងប៉ុន្តែយើងថ្ងៃនេះនៅឪពុកអញ្ចឹងអស់ពីម្ដាយទៅបម្រើឪពុកដោយល្អយកចិត្តទុកដាក់ដូចថ្មនិយាយមិញអញ្ចឹងចង់ឲ្យឪពុកអាយុវែងកូនចៅចង់ថែគាត់ផ្លូវហ្មងមិញហ្នឹងផ្លូវ2ផ្លូវកាយមួយផ្លូវចិត្តមួយឲ្យតែពីរនឹងដើរទន្ទឹមគ្នាល្អគឺឪពុកអាយុវែងម្ដាយអាយុវែងឥឡូវយើងអស់អ្នកម្ដាយប៉ុន្តែយើងនៅលោកឪពុកនឹងប្រឹងថែរក្សាយកចិត្តទុកដាក់គាត់ដោយល្អហើយបើ100ឆ្នាំទៅទៀតអស់ពីលោកឪពុកទៀតត្រូវថែរក្សាបងអ្នកណាជាបងគេនឹងប្អូនត្រូវប្រតិបត្តិដូចប្រតិបត្តិម្ដាយឪពុកចឹងអស់ពីម្ដាយឪពុកគឺបងប្រុសបងស្រីនឹងហើយជាម្ដាយឪពុកនឹងទី2ហ្នឹងអញ្ចឹងបើ100ឆ្នាំទៅទៀតលោកឪពុកឃ្លាតព្រាត់ពីយើងទៅគឺបងប្រុសបងស្រីប្អូនត្រូវតែប្រតិបត្តិហ្នឹងដូចម្ដាយដូចឪពុកចឹងញោមលោកអ្នកប្រាជ្ញលោកផ្ដាំយើងអញ្ចឹងព្រោះយើងពិចារណាមើលកាលពីយើងនៅតូចឪពុកម្ដាយយើងគាត់ព្រលឹមឡើងដឹងតែចេញអាទេសចេញនឹងគាត់ចេញកញ្ច្រែងចេញឆ្នាំងចេញទៅរកស៊ីបាត់ហើយចុះអ្នកណាអ្នកពោយើងអ្នកណាអ្នកគក់កតបយើងអ្នកណាអ្នកលៀងលិមួកយើងអ្នកណាអ្នកបញ្ចុកចំណៃយើងអ្នកណាអ្នកមើលយើងអ្នកណាអ្នកបីយើងអ្នកណាអ្នកត្រយើងបងយើងនឹងហើយនឹងប្រតិបត្តិថែរក្សាប្អូនដោយយកចិត្តទុកដាក់អញ្ចឹងអស់ពីម្ដាយឪពុកប្អូនខ្លះមើលរំលងនឹងជួនកាលទៅឆ្លោះបងប្អូនឯងកាត់កាលបងប្អូនឯងចោលម៉ែឪបកើតក៏វាកាត់កាលចោលដែរអាខ្លះហ្នឹងណាតែម៉ែឪបកើតក៏ឆ្លោះទាស់ជាមួយម៉ែឪកាត់កាលជួនកាលអាដីចែកឲ្យមិនស្មើគ្នាហ្នឹងអាម៉ែឪចែកឲ្យមីពៅបាន2អំពកទៅអាបងបានម្នាក់1អំពកទៅកាត់កាលម៉ែឪឯងចោលទៀតហ្នឹងណាមានមិនអត់ទេមនុស្សសម័យនេះហ្នឹងចឹងអស់ពីបំរើម្ដាយឪពុកដោយល្អបើអស់ពីម្ដាយឪពុកបំរើបងប្រុសស្រីដោយល្អដែលអាត្មាធ្លាប់បញ្ជាក់តកាលយើងនៅពីក្មេងបងនាំលេងមិនអោយព្រួយខុសត្រូវបងអ្នកជួយប្អូនរំអួយពួយទៅយំបើម៉ែឲ្យមួយបាតបងសង្វាតទៅទិញនំទិញបាននំមកកូនដុំបេះខាងធំហុចឲ្យប្អូនម៉ែថាឯងកំហូបទុកឲ្យវាទៅណាកូនបងបេះបញ្ចុកប្អូនមិនឲ្យយំពវាលេងប្អូនពបងពដើរត្រាក់ផ្ទៃពោះបាក់រលីងថេងប្អូនយំទៀមមុំគេងបំប្រមលេងស្រែកឡូឡាម៉ែលឺសូអាតូចយំវាយអាធំស្រែកឡូឡាតែឯងលេងអាណាមិនសវាឆាប់លើកប្អូនបងលើកហើយលួមលោមប្អូនមិនព្រមប្រឹងយំទាគ្រប់ពេលរាល់វេលាស្រែកបញ្ជាតាមតែចិត្តបងរមអស់សរសៃពរយដៃស្ទើររលេះប្អូនជាប់នឹងចកេះធ្វើមាត់ស្ពិះយំហ៊ីហ៊ីទាបាយចំណៃនំចេះត្រឹមយំទាទៅស៊ីបង្វក់បងវក់វីពេលបានស៊ីទៅបាត់មាត់បើវាបានស៊ីប្រឹងចំតែងលេបតែឯងឲ្យបងអត់បងពដើរនៅហត់ត្រូវតែ
មាត់ម៉ែឪជេបងខំពុំដាក់ដៃរាល់តែថ្ងៃពុំទំនេរព្រឹកឡើងពោះទៅទេម៉ែស្រែកជេបងប្អូននេះហើយសកម្មភាពបានរៀបរាប់លើកចែកជូនចងត្រង់ទុកជាក្បួនអប់រំខ្លួនប្អូនប្រុសស្រីគួរតែនឹកគុណបងក្រាបសំពះផងរាល់ថ្ងៃបើយើងមិនដឹងគុណស្រ័យជានិស័យទៅនរកនឹងប្រែតតិរិឆាននឹងព្រះអង្គសម្ដែងអញ្ចឹងឲ្យយើងរៀនពិចារណាព្រោះអស់ពីម្ដាយឪពុកគឺបងប្រុសស្រីនេះជាព្រះជាគ្រូជាអ្នកដែលយើងត្រូវប្រតិបត្តិអញ្ចឹងណោសរុបមកការដឹងគុណម្ដាយការដឹងគុណឪពុកការថែរក្សាម្ដាយការថែរក្សាឪពុកការដឹងគុណគ្រូការដឹងគុណចាស់ព្រឹទ្ធាចារ្យការដឹងគុណតកូលរៀនច្បងជាធម៌ជាពូជមួយដ៏ប្រសើរកតញ្ញូនេះជាកំពូលនៃធម៌ដែលព្រះអង្គសម្ដែងអញ្ចឹងបុគ្គលណាដែលបានបម្រើអ្នកដ៏មានឧបការៈលើខ្លួនយ៉ាងនេះឈ្មោះថាមិនសយត់ចុះរមែងចម្រើនជាទីស្រឡាញ់នៃអ្នកដតីជាទីគោរពនៃអ្នកដតីចម្រើនយុះចម្រើនស័ក្តិនិងចម្រើនសេចក្តីសុខនិងចម្រើនកតញ្ញូគឺការដឹងគុណបន្តពីកូនយើងបន្ទាប់ពីយើងចាស់ទៅទាំងអស់គ្នាណាញោមសូមអនុមោទនាឥឡូវយើងនិយាយរឿង100ថ្ងៃមួយម៉ាត់ទៀតយើងធ្វើបន់គម្រប់ខួប100ថ្ងៃដើម្បីឧទ្ទិសកុសលជូនចំពោះអ្នកម្ដាយដែលបានលោកបានឃ្លាតព្រាត់ទៅអញ្ចឹងដើម្បីឲ្យបន់នឹងបានដល់អ្នកម្ដាយតោះតែយើងធ្វើឲ្យត្រូវតាមអង្គនៃតក្កណានុបទានទី1សង្ឃមហិសុបតិតេតាតម្កល់សេចក្តីល្អនៅជាមួយសង្ឃព្រោះហេតុអីបានយើងធ្វើបន់សម្រាប់អ្នកស្លាប់ត្រូវតែតម្កល់សេចក្តីល្អនៅជាមួយសង្ឃដោយអាត្មាធ្លាប់បញ្ជាក់ព្រោះសង្ឃបីដូចស្រែឧទាហរណ៍ណាសង្ឃបីដូចស្រែឯយើងជាម្ចាស់បន់មានចិត្តចង់ធ្វើបន់បីដូចមានចិត្តចង់ចោះធ្វើស្រែដល់យើងមានបាយមានទឹកនំចំណីយកទៅប្រគេនសង្ឃបីដូចមានក្របពូជយល់លោកនិយាយញោមអញ្ចឹងកាលណាយើងមានក្របពូជយើងអត់យកទៅដាក់នៅលើស្រែវាអត់ដុះចឹងកាលណាយើងមានក្របពូជមានសទ្ធាបីដូចមានចិត្តចង់ចោះធ្វើស្រែហើយបើយើងអត់យកទៅធ្វើជាមួយសង្ឃវាអត់កើតជាបុណ្យជាកុសលចឹងបានគេថាធ្វើបុណ្យសម្រាប់អ្នកស្លាប់កិច្ចទី1គឺត្រូវតម្កល់សេចក្តីល្អនៅជាមួយសង្ឃចឹងសង្ឃបីដូចស្រែសម្រាប់បដោះបុណ្យយើងឲ្យកើតកាលណាកើតចេញជាបុណ្យជាកុសលជាផ្លែជាផ្កាបានយើងចាប់ផ្ដើមប្រមូលបុណ្យកុសលនឹងមកដំណាក់កាលទី2ទាយីកាលហ្នឹងឧទ្ទិសសេអ្នកយើងជាកូនចៅនឹងក្រោយពេលរាប់បាតហើយអីហើយវេចង្ហាន់ហើយយើងអាចារ្យហៅមកឧទ្ទិសនឹកម្ដាយនឹកឪពុកនឹកម៉ែឈ្មោះអីឪពុកឈ្មោះអីជាតាឈ្មោះអីជាដូននឹកឈ្មោះអីនឹកខ្លួនយើងហ្នឹងនឹកសាយអាហ្នឹងគេហៅទៅទាយីកាលហ្នឹងឧទ្ទិសសេអ្នកដល់យើងឧទ្ទិសទៅបានទេវាគាត់ស្វានិវត្តយងពពួកទេវតាជាប្លង់តុងហ្នឹងគេនាំហើយនាំសេចក្តីល្អហ្នឹងទៅបានចុងក្រោយមេតាបិតុបតាអ្នកដែលស្លាប់ហ្នឹងមកទទួលដឹងឮត្រេកអរនឹងឧបមាដូចយើងច្រូតកាត់ហើយយើងផ្ញើផលហ្នឹងមកកញ្ចប់ហ្នឹងហើយបែងចែកហើយស្រូវមួយល្អីទៅតឡងទៅមួយល្អីទៀតទៅប្អូនទៅមួយល្អីទៀតទៅបងទៅយើងបែងចែកយើងផ្ញើតាមតាក់ស៊ីខ្ចប់វិចហើយតាក់ស៊ីយកទៅចុងក្រោយសង្កហ្នឹងវាបានដល់នោះអ្នកនោះមិនដល់គឺនៅពេលអ្នកព្រមទទួលឬមិនព្រមទទួលចឹងអាបនយើងធ្វើក៏ដូចគ្នាកាលណាយើងផ្ញើទៅហើយចុងក្រោយបានឬមិនបានអាស្រ័យអ្នកដែលស្លាប់ហ្នឹងទទួលដឹងឮត្រេកអរបើអ្នកស្លាប់ហ្នឹងគាត់ទៅកើតក្នុងកំណើតមួយដែលមិនអាចទទួលបនបានទោះយើងធ្វើយ៉ាងម៉េចក៏អត់បានផលហ្នឹងកំណើតដែលគាត់ស្លាប់ទៅហ្នឹងមិនប្រកបថាយើងធ្វើបនទៅបានទាំងអស់ទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបើគាត់មានបនកុសលខ្ពស់គាត់ទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកពពួកទេវៈគេអត់ទទួលបនបន្ថែមទេបនគេគ្រប់គេសោយទៅសម្បត្តិទឹកក្លិនកទឹកអភរណៈទឹកការពលត្រូវកទឹកទឹកទាំងអស់ល្អទាំងអស់ហើយចុះបើមិនបានទៅកន្លែងល្អវាទៅអាកន្លែងអាក្រក់នោះវាជ្រៅពេកក៏អត់បានដែរនឹងដោយព្រះអង្គសម្ដែងថាបើទៅជាប្រែត3ពួកដែលទទួលផលបានក្រៅពី3ពួកហ្នឹងអត់បានទាំងអស់ដែលទទួលផលបានមានតបរៈកតោវិជីវការប្រែតនៃជាមតនិកប្រែតខុសពីបាសិកវត្តប្រែតអញ្ចឹងមានន័យថាបើទៅអាកន្លែងល្អពេកក៏វាអត់បានទៅអាកន្លែងទាបពេកក៏វាអត់បានអញ្ចឹងតើលកើតក្នុងកំណើតដែលអាចទទួលផលបានទៀតអញ្ចឹងហើយបានអាត្មាចេះតែដាក់ទឿនថែមទៀតថាកុំចាំដល់កូនគេធ្វើបន់ឲ្យតនយើងទាំងអស់គ្នានៅខ្យល់ដកដង្ហើមចេញចូលតនដើរកើតតនតិចស្ដាប់ធម៌កើតនាំគ្នាទៅចម្រើនសេចក្តីល្អទៅរក្សាសិលទៅធ្វើបន់ឲ្យទៀនតនយើងនៅធ្វើកើតព្រោះទៅរំពឹងកូនយ៉ាងម៉េចញោមបើអ្នកខ្លះកុំថាឡើយដល់ទៅពេលយើងស្លាប់ទៅកូនគេធ្វើបន់ឲ្យគ្រាន់តែថ្ងៃសិលពឹងវាដុបទៅសុំសិលម្ដងមកព្រឹកណាអាខ្លះមិនដែលមុខរីកដាក់ម៉ែផងហ្នឹងពឹងម្ដងមុខអកញ៉ៅហើយចឹងយាយសង្ឃឹមថាដល់យើងស្លាប់ទៅវាធ្វើបន់ឲ្យយើងបានត្រូវទេអត់ទេចាំគេធ្វើបន់ឲ្យទៅមិនងាយទេបានដោយកូនចៅថ្ងៃនេះគាត់ចេះដឹងគុណជាអ្នកមានបញ្ញាប្រកបព្រមដោយធម៌ចេះធ្វើបន់ត្រូវតាមធម៌តាមវិន័យជូនម្ដាយជូនឪពុកហើយចុះកូនអ្នកខ្លះនេះដូចអាត្មានិយាយមិញខ្ញុំឯងចង់ដឹងថាកូនយើងកើតពឹងវាទៅដុបទៅសុំសិលមុខមិនដែលរីកផងណាហ្នឹងកុំសង្ឃឹមពេកនឹងខំប្រឹងធ្វើបន់ទុកខ្លួនយើងឲ្យហើយហ្នឹងព្រោះទៅមុខទៅអត់មានពឹងកូនបានទេអាកូនយើងឥឡូវនេះកូនតែនៅខ្យល់ហ្នឹងទេប្តីយើងប្រពន្ធយើងប្តីយើងប្រពន្ធយើងតែនៅខ្យល់ហ្នឹងទេ
តែផុតខ្យល់ហើយពេលណាយ៉ាងច្រើនគេស្រឡាញ់ឯងប៉ុណ្ណាក៏គេជូនទៅដល់ទីស្មោសានកន្លែងបូជាកន្លែងបញ្ចុះតែមួយផ្លែតហ្នឹងគេយំតែមួយផ្លែតហ្នឹងហើយគេដើរចេញមកវិញគេទុកយើងនៅមួយអាចារ្យភ្លុកមួយអាចារ្យយោគីហើយអាចារ្យនេះបុករុកគ្នាគាត់ហ្នឹងគេមកផ្ទះវិញហើយនឹងគេស្លាប់ចោលតែ3ខែឬ1ឆ្នាំជាងគេយកប្តីទៀតប្រពន្ធទៀតហើយនឹងយើងនេះគឺទៅដោយខ្លួនផ្សេងគ្នាទាំងអស់ចឹងបានព្រះអង្គសម្ដែងថាគ្មានអ្នកណាជាទីពឹងក្រៅអំពីសេចក្តីល្អទេបញ្ញាំងមិត្តតាំងប៉ាប៉ាំងមិត្តតាំងមានតែអាបុតហើយបាបតែពីរនឹងគត់ដែលវាជាមិត្តដល់ប្រសើរយាយសែបគប់អាមិត្តបាបទៅជាមួយអាមិត្តបាបសែបគប់អាមិត្តបុណ្យគឺសេចក្តីល្អទៅជាមួយមិត្តបុណ្យចឹងត្រូវនាំគ្នាសែបគប់មិត្តបុណ្យឲ្យបានច្រើនកុំស្រឡាញ់អាមិត្តបាបនឹងច្រើនពេកណាយាយណាលះចោលអបាយមុខស្រីស្រាបៀបនដូរតន្ត្រីផឹកស៊ីជួបជុំកាប់ចាក់ចំណែនប្រច័នឈ្នាននេះនឹងលះចោលអស់នឹងមិនបានធ្វើបុណ្យអីឲ្យច្រើនឲ្យតែបានលះអបាយមុខប៉ុណ្ណឹងក៏បុណ្យកុសលវាចម្រើនកើតមានភាពចម្រុងចម្រើននិងសេចក្តីសុខក៏រមែងចម្រើនយើងវិនិច្ឆ័យមនុស្សណាម្នាក់កុំឲ្យគ្រាន់តែឃើញគ្រាន់តែឮហើយយើងខ្វះការពិចារណាមកឃើញខ្មែរយើងអញ្ចឹងជួនកាលអារឿងរបស់គេសោះនាំគ្នាយកបាបមកដាក់ខ្លួនជួនកាលគ្រាន់តែឃើញប្តីគេវាយប្រពន្ធគេហើមភ្នែកអាប្រពន្ធហ្នឹងគ្រាន់តែផុសទៅតែប្តីវាយខ្ញុំហើមភ្នែកអាឯងនេះអត់ដឹងរឿងគ្រួសារគេផងហ្នឹងលេងខមមិនជេរគេអាពូជហ្នឹងចឹងអាហ្នឹងចឹងអញលេងក្បាលវាចោលតាំងពីយូរមកអាជុំជេរម៉ែជេរឪគេអត់ដឹងរឿងគេផងអាហ្នឹងគេហៅថាយកបាបមកដាក់ខ្លួននោះបាទត្រូវចេះវិនិច្ឆ័យមកធ្លាប់ឧទាហរណ៍ថាដូចយាយកគាត់កាន់ថងខ្មៅមួយហើយដល់អ្នកកនេះឃើញយាយនឹងកាន់ថងខ្មៅសួរតែយាយឯងកាន់អីហ្នឹងយាយនេះប្រាប់ថាអាចៅអើយអាថងមួយថងហ្នឹងអញកាន់មាសហ្នឹងអានេះអត់ដឹងថាក្នុងហ្នឹងស្អីទេក៏លឺយាយហ្នឹងថាមាសអញ្ចឹងអានេះដើរប្រាប់គេមកភូមិអញឃើញយាយកហ្នឹងដើរកាន់ថងមាសមួយថងខ្មៅអាមួយនោះអត់ដឹងដែរគ្រាន់អត់លឺអាមួយអាទី2នោះអត់ឃើញទៀតមិនតែអត់ដឹងទេអត់ឃើញភ្នែកចិត្តគ្រាន់តែលឺអាមួយហ្នឹងវាប្រាប់ថាយាយហ្នឹងកាន់មាសមួយថងអញ្ចឹងអានោះវាដើរប្រាប់គេទៅយាយហ្នឹងមានខ្លាំងកាន់មាសមួយថងបើអត់ដឹងថាក្នុងហ្នឹងជាស្អីទេតាមស្រួលក្នុងថងខ្មៅហ្នឹងគេកាន់ពោះវែងក៏មិនដឹងហ្នឹងគ្រាន់តែលឺគេថាមាសអញ្ចឹងយើងចេះថាមាសតគ្នាទៅហ្នឹងអាហ្នឹងអញ្ចឹងរឿងគ្រួសាររបស់គេយើងកុំយកបាបមកដាក់ខ្លួនរឿងសុខរឿងទុក្ខគ្រួសារយើងនេះយើងគិតតែពីខ្លួនយើងគ្រួសារយើងពេលណាមានទុក្ខមានបញ្ហាអាហ្នឹងយើងជួយគ្នាសាមគ្គីគ្នាប៉ិនកុំចូលចិត្តដុតខ្លួនឯងកុំចូលចិត្តយកបាបមកដាក់ខ្លួនអាហ្នឹងសុខហ្នឹងអញ្ចឹងខ្លះមកនិយាយខ្លះណាតិចតែឃើញគេមានទៅសុបាយចិត្តគេអត់តិចតែឃើញកូនគេរៀនចប់បណ្ឌិតអីទៅត្រេកអរថាសុបាយចិត្តថាខ្មែរយើងទោះបីមិនមែនកូនយើងប៉ាន់ឈាមខ្មែរតែមួយគេរៀនបានចប់បណ្ឌិតសុបាយចិត្តរីករាយមួយគេដេកចាំតែយីហ្នឹងហើយអ្នកខ្លះឃើញពីមុនគ្រួសារគេក្រដល់ពេលកូនគេមួយទៅធ្វើការនៅកូរ៉េអាមួយធ្វើការនៅថៃអាមួយទៅធ្វើការនៅភ្នំពេញគេបានលុយផ្សំគ្នាមកគេធ្វើផ្ទះធំឲ្យឪឲ្យម៉ែគេអានឹងពីមុនក្រលហាមហើយអញឃើញកូនកំមុំវាអញឃើញល្ងាចឡើងអញឃើញគូសចើមអញឃើញលៀបកញ្ចក់អញឃើញផាត់មុខផាត់មាត់ចេញទៅក្រៅជិះឡានទៅហ្នឹងអញសង្ស័យទៅរកស៊ីអីមិនសូវស្រួលអញសង្ស័យហ្នឹងអត់ដាក់បានគិតថាគេនឹងវាល្អហ្នឹងហើយយកតែក្តៅកាហាយយកតែបាបយកមកដាក់ក្នុងខ្លួនអាហ្នឹងធ្វើមិនសុខញោមហើយទៅរកប៉ុនណែណាអាហ្នឹងឲ្យនាំយើងឲ្យក្តៅកាហាយតាំងពីបច្ចុប្បន្នហ្នឹងរហូតដល់ទៅមុខទៀតធ្លាក់នរកធ្លាក់ប្រែតអត់បានមកមនុស្សទៀតទេអញ្ចឹងបានមកចេះដាស់តឿនថានឹងអ្នកខ្លះមិនស្គាល់ប៉ុនស្គាល់បាបអញ្ចឹងបានព្រះអង្គសម្ដែងថាមនុស្សយើងមានច្រើនប្រភេទវាមានមនុស្សស័កមនុស្សសោមនុស្សសទេវោមនុស្សសពេតោមនុស្សសតិរិឆានោមនុស្សសនិរយិកោអាមនុស្សស័កមនុស្សសោនេះយើងទាំងអស់គ្នាហ្នឹងគេហៅថាមនុស្សស័កមនុស្សសោអាប៉ុនក៏ធ្វើបាបក៏ធ្វើស្រាក៏ផឹកសិលក៏សុំម៉ែដឹងគុណខ្លះមិនដឹងគុណខ្លះអាហ្នឹងគេហៅមនុស្សស័កមនុស្សសោយើងទាំងអស់គ្នាហ្នឹងទាំងញោមទាំងអាត្មាគេហៅមនុស្សស័កមនុស្សសោដល់អាមនុស្សសតិរិឆានណោអាហ្នឹងខ្លួនជាមនុស្សបើចិត្តកំណត់ដូចដេរិឆានញោមដេរិឆានដែលស្គាល់ម៉ែស្គាល់ឪទេញោមស្គាល់ទេមកទីហោថាតសនៈមួយចុះសុនខៈមួយចុះយកមកជាកតិសម្រាប់ពិចារណាខ្លួនយើងកុំឲ្យយើងធ្លាក់ចូលទៅក្នុងរឿងហ្នឹងសុនខៈមួយចុះឧទាហរណ៍ថាវាមានប៉ាឆ្កែមានម៉ាក់ឆ្កែហើយមានតឡងឆ្កែនៅនឹងដែរហើយវាមានប្តីវាប្រពន្ធវាហើយកូនវានៅនឹងដែរហើយវាអង្គុយជុំគ្នាចឹងឲ្យលហងអង្គុយវិឈរជង្គង់ចាំយើងជាម្ចាស់នេះហូបខជើងជ្រូកហើយបោះអាចឹងហ្នឹងដឹងអាង្គប់ជើងសឹកហ្នឹងដឹងអសល់វាហើយចឹងវាអង្គុយជុំគ្នាចឹងដែលគេហៅថាតិរិឆានហ្នឹងមកពីអញ្ចឹងហ្នឹងគ្មានធម្មសញ្ញាមិនដឹងខុសមិនដឹងត្រូវ
គ្មានស្គាល់អាណាម៉ែអាណាឪអាណាបងអាណាប្អូនអាណាមីងអាណាមីនឹងមិនស្គាល់សង្ឃមិនស្គាល់ចាស់ព្រឹទ្ធាចារ្យមិនស្គាល់បុណ្យមិនស្គាល់បាបមិនដឹងគុណមិនដឹងទោសគ្មានដឹងអីទាំងអស់ហ្នឹងហ៎ដល់ឯងនេះគ្រាន់តែឃើញក្រុមគេនឹងមានប៉ាម៉ាក់ឆ្កែតឡងឆ្កែប្រពន្ធប្តីកូនគេនឹងនៅជុំគ្នាយើងនេះហូបស្រាច់អស់យើងមិនបោះឆ្អឹងនឹងទៅណាមិនបោះទៅហ្នឹងបោះចំកដាលចំណោមទៅគាត់បោះពុកកដាលចំណោមទៅអាកូននេះវាមានប្រាប់ថាអូនសម្លាញ់ប្រពន្ធអូនឯងកំអាលកូនខ្លួនឯងកំអាលយើងទុកអាហ្នឹងឲ្យប៉ាយើងម៉ាក់យើងគាត់អត់សូវមានថ្មិញគាត់អង្គាមមុនទៅហើយសល់ម៉ានចាំយើងជក់តាមក្រោយវាមានភាសាគ្នាអញ្ចឹងនិយាយពេលឆ្អឹងដល់កដាលចំណោមវាមានភាសានេះអញ្ចឹងអត់ទេកាធ្លាក់ពុកទៅអាណាមានកម្លាំងខ្លាំងជាងគេអាចចកោមវែងជាងគេវិញញឹកយើងអញហ្នឹងហើយអញណាហើយអាណាខ្សោយជាងគេដូចម៉ែឪនេះតម្លាក់កតុយរត់ត្រេអាខ្លះទៅព្រៃជែកទៅអាខ្លះទៅគល់ស្វាយទៅអាខ្លះលូនទៅក្រោមក្រែទៅអាណាខ្លាំងជាងគេវាទាញទៅរុយម្នាក់វាទៅអាហ្នឹងដែលគេហៅថាតិរិឆានហើយមនុស្សដែលព្រះអង្គសម្ដែងតែមនុស្សសតិរិឆាននោះមានន័យថាខ្លួនជាមនុស្សបាចិត្តកំណត់ដូចតិរិឆានហ្នឹងវាអត់ខុសគ្នាពីអាត្មាលើកឧទាហរណ៍មិញហ្នឹងទេមិនចេះស្គាល់ម៉ែមិនដឹងឪមិនដឹងគុណមិនដឹងទោសមិនដឹងអាណាបងមិនដឹងអាណាប្អូនប្រមាថកាបទៀនគ្មានស្គាល់បងគ្មានស្គាល់ប្អូនគ្មានស្គាល់មីងគ្មានស្គាល់អ៊ំគ្មានស្គាល់បុណ្យគ្មានស្គាល់បាបហ្នឹងអាហ្នឹងគេហៅថាមនុស្សសតិរិឆាននោះខ្លួនជាមនុស្សបែចិត្តកំណត់ដូចតិរិឆានឯមនុស្សចឹងមានទេសម័យសពថ្ងៃមានទេញោមអាកូនអត់ដឹងម៉ែដឹងឪមានទេអាកូនវាយម៉ែវាយឪមានទេអាកូនអត់ស្គាល់គ្រូបាអាចារ្យមានទេអាកូនមិនស្គាល់វត្តមិនស្គាល់លោកមិនស្គាល់ចាស់ទុំមិនមានទេចឹងបានព្រះលោកថាមនុស្សសតិរិឆានណោវាមិនអត់ទេមនុស្សអញ្ចឹងខ្លួនជាមនុស្សបែចិត្តកំណត់ដូចតិរិឆានមនុស្សសពេតោធម្មជាតិនៃប្រែតនោះគឺស្រេកឃ្លានរហូតហើយមនុស្សយើងរាល់ថ្ងៃមានមនុស្សប្រែតណាស់ញោមមានអាមនុស្សស្រេកឃ្លានមិនចេះឆ្អែតណាហ្នឹងគេមានគេប្រឹងណាស់ញោមមិនបានសឹងមិនបានដេកមិនបានពួនទេហើយយើងនេះចេះតែអង្គុយបន់តាអ្នកតាហ្នឹងហើយប្រាថ្នាធ្វើម៉េចឲ្យបានមាននឹងឲ្យដល់អត់មានទៅអង្គុយតែចំណែនគេអង្គុយតែក្តៅក្រហាយមិនកើតទេប្រឹងត្រូវប្រឹងដូចម៉ែនិយាយមិញតែចង់ឲ្យគេជួយទៅយើងជួយខ្លួនយើងហើយបើយើងជួយខ្លួនយើងមិនកើតធ្វើខ្លួនយើងឲ្យគួរជាទីស្រឡាញ់ដែលគេចង់ជួយនឹងគេមានចិត្តចង់ជួយនោះណានឹងធ្វើខ្លួនយើងឲ្យជាទីស្រឡាញ់នៃអ្នកដទៃអានឹងអញ្ចឹងហើយអ្នកណាកសាងព្រះនេះបានបុណ្យណាស់មហាទេជោមហាភោគោអធិបតេយ្យយោដូចបំរើម៉ែបំរើឪអញ្ចឹងនឹងអានិសង្ឃស្ទើរតែដូចគ្នាហើយដល់យើងស្លាប់ទៅអនាគតជាតិបាននៅគៀករតនត្រ័យមនុស្សហ្នឹងកើតមកគឺយល់ដឹងខុសដឹងត្រូវតែម្ដងហ្នឹងអ្នកណាកសាងពុទ្ធណាហើយកើតជាធំលើគេគឺកើតក្នុងតកូល2ខត្តយៈតកូល1ព្រាហ្មណតកូល1មនុស្សណាដែលបានកសាងព្រះដែលបានកសាងបត្រៃ3ដកកពីបត្រៃ3ដកបានទិញ3ដកដាក់ទូប្រគេនលោកគេហ្នឹងទៅអនាគតជាតិមានបញ្ញាហើយកើតក្នុងតកូល2ហ្នឹងខត្តយៈតកូលមានតែកើតក្នុងតកូលស្ដេចតកូលមន្ត្រីព្រាហ្មណតកូលកើតក្នុងតកូលអុកញ៉ាតកូលឯកឧត្តមតកូលអ្នកមានចំណេះចេះដឹងហ្នឹងអញ្ចឹងយើងប្រឹងចម្រើនទៅនៅសេចក្តីល្អមកជួនចំពោះជីដូនដែលលោកធ្លាប់មានឧបការៈគឺសេចក្តីល្អគ្រប់យ៉ាងមកដល់លើយើងជាកូនចៅប្រុសស្រីនោះទាំងជាតិទៅគុណគឺការផ្ដល់កំណើតសាច់ឈាមមកយើងបានរូបរាងប្រុសរូបរាងស្រីបានឃើញពន្លឺថ្ងៃនៅក្នុងពិភពលោកដ៏ល្អស្រស់ត្រកាលនេះព្រោះអាស្រ័យអ្នកម្ដាយនិងលោកឪពុកបន្ទាប់ពីបង្កើតយើងឲ្យមានរូបរាងសាច់ឈាមបានឃើញពិភពលោកនេះលោកតែងឃុំក្រងថែរក្សាយើងចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមបំបីការពារឃុំក្រងថែរក្សាបាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសសម្ពុតអាវសៅស្បៃផ្ដល់ទៅនូវភាពកក់ក្ដៅគ្រប់យ៉ាងបញ្ជូនយើងឲ្យសិក្សារៀនសូត្រស្វែងរកចំណេះវិជ្ជាធំកំមុំកំឡោះលោកតែងរៀបចំខ្វាយខ្វល់រៀបយើងឲ្យមានប្តីមានប្រពន្ធចែកធនធានទ្រព្យសម្បត្តិគេអកតាមអ្វីដែលលោកអាចធ្វើបានបណ្ដោះកូនស្រឡាញ់កូនថែរក្សាកូនគ្រប់គ្នាស្មើដោយជីវិតគ្រប់អ្នកជាម្ដាយគ្រប់អ្នកជាឪពុកគឺសេចក្តីស្រឡាញ់និងភាពកក់ក្ដៅគ្រប់យ៉ាងផ្ដល់ឲ្យកូនតាមអ្វីដែលគាត់អាចធ្វើបានឈឺជាក្ដៅរងាគាត់ស្ទើរតែយកជីវិតរបស់គាត់មកដាក់មកលើយើងស្រឡាញ់ណាស់គ្មានស្រឡាញ់អ្នកណាស្មើដោយកូនប្រុសស្រីនឹងចាត់ទុកបីដូចជាកៅភ្នែករបស់គាត់នឹងចិត្តជាម្ដាយជាឪពុកហើយបើម្ដាយឪពុកនៅស្រុកខ្មែរយើងផងខុសពីម្ដាយឪពុកនៅក្រៅប្រទេសបើជនជាតិគេតែ8ដល់10គេបដ ாய் ហើយនឹងកូននឹងទៅណាក៏ទៅជាសិទ្ធិរបស់គេតែម្ដាយឪពុកនៅស្រុកខ្មែរយើងនេះអាត្មាឃើញពេលខ្លះខ្វល់កូនគិតកូនឃុំក្រងកូនតាំងពីនៅក្នុងផ្ទៃរហូតដល់ធំកំមុំកំឡោះរហូតដល់កូននឹងការហើយមានប្តីមានប្រពន្ធរហូតដល់កូនមានដល់ចៅសក់ស្កូវស្មើឪហើយក៏នៅតែម្ដាយឪពុកនឹងបារម្ភទៀត
នៅតែគិតទៀតអាកូនសក់ស្កូវស្មើឪហើយក៏នៅតែឪនឹងគិតទៀតហ្នឹងម្ដាយនឹងគិតទៀតនេះជាសេចក្តីស្រឡាញ់របស់ម្ដាយឪពុកគ្រប់រូបដែលមានមកលើយើងជាកូនចៅប្រុសស្រីម្លោះហើយពេលដែលលោកឃ្លាតប្រត់អំពីយើងទៅក្តីលោកនៅក្បែរខ្លួនយើងក្តីគឺគ្មានសងអ្វីក្រៅអំពីនាំគ្នាធ្វើសេចក្តីល្អនិងផ្ដល់ភាពកក់ក្ដៅចំពោះលោកហើយភាពកក់ក្ដៅនេះបើម្ដាយឪពុកនៅរស់រានមានជីវិតយើងច្រើនមើលរំលងកូនខ្លះថាចាំមានពេលវេលាតនេនឹងបានមកលេងគាត់បានមកផ្ដល់ភាពស្និទ្ធស្នាលកូនខ្លះថាចាំរឹងដៃរឹងជើងរស់ស៊ីមានបន្តិចនឹងចាំធ្វើផ្ទះធំឲ្យគាត់សេចក្តីស្លាប់នឹងវាមិនចាំដល់ឲ្យយើងមានលុយទេណាមានចាំដល់យើងមានពេលវេលាឯណាញោមបើចឹងបានមកចេះដាស់តឿនក្រៅរំលឹកកូនចៅប្រុសស្រីថាការសងគុណម្ដាយឪពុកការផ្ដល់ភាពកក់ក្ដៅចំពោះម្ដាយឪពុកកុំចាំដល់មានពេលវេលាកុំចាំដល់យើងមានលុយនឹងព្រោះសេចក្តីស្លាប់នឹងវាអត់រងចាំពេលវេលាទាំងអស់នឹងទេបើជួនកាលអង្គុយទៅផ្លឹងសម្រានម្រានទៅផ្លឹងហូបបាយនឹងគាំងធ្លាក់សាច់ជាពីដៃទៅផ្លឹងនឹងអភ័យណាស់សេចក្តីស្លាប់នេះព្រោះព្រះអង្គប្រៀបសេចក្តីស្លាប់របស់យើងគ្រប់គ្នានឹងហាក់បីដូចជាដើមចេកសង្ខារហ្នឹងណាបើផិនដប់ពិនដូប្រមាំងរូបបាំងវេទនាពុបលុបប្រមាមរិជគោប្រមាសញ្ញាសង្ខារាកតលុប្រមាមាយូប្រមាញ់ចវិញ្ញាហ្នឹងទេសតានិច្ចពន្ធុនីរូបមានសេចក្តីប្រៀបធៀបនឹងដុំនៃពពុះទឹកវេទនាមានសេចក្តីប្រៀបធៀបនឹងកពេញទឹកដែលប៉ោងឡើងព្រួយសញ្ញាមានសេចក្តីប្រៀបធៀបនឹងថ្ងៃបដើកូនសង្ខារយើងនេះដូចដើមចេកបើលោកថាជីវិតយើងដូចដើមចេកហើយធម្មជាតិនៃដើមចេកនេះរឹងមាំហ្មងញោមរឹងហ៎អត់ទេខ្យល់បក់ពីលិចវាដួលទៅកើតខ្យល់បក់ពីកើតវាដួលមកលិចខ្យល់បក់ពីជើងវាដួលមកត្បូងតាផ្លែមកធ្លាយមកស្ទងជាប់ដើមវាហ្នឹងវាទប់មិនជាប់ហ៎តើយកឈើយកទៅទប់នឹងទៅជ្រែងសងខាងបានវាអាចឈរនឹងចឹងព្រះលោកប្រៀបថាជីវិតយើងដូចដើមចេកមានន័យថាវាផុយអញ្ចឹងណាញោមផុយណាស់បានមកចេះបញ្ជាក់ថាបុណ្យបាបគុណទោសល្អអាក្រក់សុខទុក្ខចម្រើនវិនាសនឹងវានៅទាំងខ្លួនយើងហ្នឹងកុំទៅសុំកុំទៅបន់ស្រន់បួងសួងអ្នកតាព្រៃភ្នំឯណាពេលខ្លះបានជែកបាននំសម្ដៅទៅតែអ្នកតាឯម៉ែប្រឈរជង្គង់នៅផ្ទះលេបទឹកមកនេះអត់ឲ្យនឹងទៅបន់សុំកតុយលេខសុំសេចក្តីសុខពីអ្នកតាប៉ុន្តែអាម៉ែឪនឹងមិនបាច់សុំទេមិនបាច់ប្រាថ្នាទេនឹងអត់អីទៅរកនឹងយកមកឲ្យយើងបានភ្លាមសេចក្តីល្អហើយមនុស្សយើងញោមអត់ពិបាកមើលទេដូនតាយើងគេថាចង់ដឹងមនុស្សល្អមនុស្សអាក្រក់គេឲ្យមើលអីញោមចាស់អត់ដឹងមែននិយាយគិតទៅណោះដឹងតែមកជុំវិញខ្លួនចំណែកទូទៅយើងព្យាយាមស្ដាប់មើលអានឲ្យច្រើនចាស់គេថាចង់ដឹងកំឡោះឲ្យមើលមុំចង់ដឹងកំឡោះឲ្យមើលមុំចង់ដឹងកំមុំឲ្យមើលជាយចង់ដឹងមេម៉ាយឲ្យមើលសក់ហើយចង់ដឹងមនុស្សល្អឬអាក្រក់ឲ្យមើលព្រំដីមិនចឹងធ្លាប់លឺឯងខ្ញុំធ្លាប់លឺឯងគេថាចង់ដឹងកំឡោះឲ្យមើលមុំហើយបើចង់ដឹងកំមុំឲ្យមើលជាយចង់ដឹងមេម៉ាយឲ្យមើលសក់ឲ្យចង់ដឹងមនុស្សរៀងល្អឬអាក្រក់ឲ្យមើលព្រំដីគេថាចង់ដឹងកំឡោះឲ្យមើលមុំហ្នឹងមានន័យថាម៉េចមានន័យថាជំនាន់ដើមគឺគេចង់បានកូនប្រសាណាមកធ្វើកូនប្រសាគេចង់បានបរោះហ្នឹងមកធ្វើជាប្តីគេមើលតែមុំស្រែទេឲ្យតែមនុស្សហ្នឹងព្យួរយកចិត្តទុកដាក់កាប់មុំស្រែហ្នឹងស្មើត្រឹមស្អាតអត់សល់អាយើងព្យួរទៅវាមិនសល់អាជ្រុងហើយមនុស្សខ្ជិលអត់កាប់អាហ្នឹងទេទុកចោលប៉ុន្តែបើមនុស្សអាសាគេកាប់តម្រឹមវាស្អាតចេះចឹងណែខាងកូនស្រីនេះគេមើលល្អមនុស្សនឹងកើតហ្នឹងឲ្យព្យួរកាប់មុំស្រែស្អាតភ្លឹងត្រង់ណាលិចតកើតធ្វើការម៉ត់ចត់មាំទាំចំនួនដើមគេមើលតែកម្លាំងការងារនិងអរិយាប័ត្រចិត្តគំនិតពូជម្បោទេហ្នឹងបើសម័យនេះគេមើលរឿងផ្សេងហ្នឹងយើងកុំឲ្យគិតទៅលើថ្ងៃខែនឹងច្រើនពេកណាញោមបើរើសកូនភាសាឲ្យកូនយើងមើល3អាត្មាឲ្យញោមមើល3សម័យនេះទី1មើលកម្រិតវប្បធម៌នៃការអប់រំបើកូនស្រីនឹងចាប់ពីបាក់ដប់ឡើងទៅយកបានណាហើយបើកូនប្រុសចាប់ពីបរិញ្ញាបត្រឬបាក់ដប់ឡើងទៅយកបានកម្រិតវប្បធម៌នៃការអប់រំកុំឲ្យទាបជាងហ្នឹងដល់ទី2មើលការងារជាក់លាក់ពាក្យថាការងារជាក់លាក់មិនមែនការងារវិលល្ងាចប្រាក់ខែតិចច្រើនអត់សំខាន់ឲ្យតែការងារជាក់លាក់ដូចតែធ្វើគ្រូបង្រៀនធ្វើគ្រូពេទ្យធ្វើមន្ត្រីរាជការធ្វើប៉ូលីសធ្វើទាហានធ្វើអីក៏ដោយឲ្យតែជាក់លាក់ទី3មើលពូជម្បោបើពូជនឹងអត់ដែលផឹកស្រាពូជនឹងអត់ដែលលេងលបែងពូជនឹងអត់ដែលជាប់គុកពូជនឹងអត់ដែលកាប់អត់ដែលចាក់ទេអាពូជនឹងល្អដែរនឹងមើលពូជពងវងតកូលអរិយាប័ត្រចិត្តកំណត់សម័យខ្លួនផ្ទាល់
បើអានឹងមកយកពីសក់ក្បាលមកខាង3ពណ៌ហើយអាចារ្យដេញពលាតាពងទេវតាតាពងហ្នឹងបើអាមនុស្សនេះមានទេវតាណាអាខ្លះកូនគេល្អចេះមកតែដឹងតែមើលពងទៅអត់ត្រូវគ្នាអាមួយពងខ្មោចស៊ីអាមួយពងយក្ខណីដាក់ទៅវាមិនត្រូវគ្នាប៉ិនកូនគេរៀនចប់ដល់ដុកទ័រចប់ដល់បណ្ឌិតមកស្រីតែដឹងពងវាខ្មោចពងយក្ខអត់ត្រូវអត់ឲ្យដល់ណាអានេះពងទេវតាបាទចរិតលក្ខណៈមនុស្សវាមិនទេវតាចឹងបានមកថាឲ្យញោមមើល3មើលកម្រិតវប្បធម៌នៃការអប់រំមើលការងារជាក់លាក់ហើយនឹងមើលពូជពងវងតកូលចរិតអរិយាប័ត្ររបស់សម័យខ្លួនផ្ទាល់មិននៅលើពងទេហ្នឹងហើយអញ្ចឹងបាទអាត្មាថាយើងរៀនរស់ដើរឲ្យតន់សង្គមគេទៅមុខមើលគេនឹងឃើញអ្នកណាគេមានគេរៀនសូត្រចេះដឹងយើងយកអ្វីដែលល្អរបស់គេយកមកដាក់គ្រួសារយើងហើយអាណារឿងមិនល្អរបស់គេកុំយកមកដុតខ្លួនយើងមកក្តៅកាហាយយើងយកតែអាណាល្អមកដាក់គ្រួសារយើងធ្វើម៉េចឲ្យរីកចម្រើនឲ្យថ្កុំថ្កើងឲ្យមានបានឲ្យសុខសប្បាយដូចគេអាហ្នឹងបានមនុស្សនឹងដឹងតែមុខណែអត់ដូចអាគេអ្នកមានបុណ្យគេមកគ្រប់លក្ខណៈចឹងបានព្រះលោកថាកុំឲ្យយើងវាខ្វះបុណ្យត្រូវខំប្រឹងចម្រើនសន្សំសេចក្តីល្អឲ្យបានច្រើនដាំជាពូជទុកទៅមុខទៅយើងគ្រប់លក្ខណៈទាំងអស់រូបសម្បទាកបរិបោបញ្ញាសម្បទាកបរិបោភោគសម្បទាកបរិបោសុខសម្បទាកបរិបោចិត្តសម្បទាកបរិបោអានេះចឹងណាចឹងយើងប្រឹងចម្រើនសេចក្តីល្អឲ្យបានច្រើនគ្រប់ខណៈចិត្តទាំងអស់គ្នាចង់ប្រឹងចម្រើនសេចក្តីល្អខំប្រឹងសន្សំគុណធម៌ក្នុងចិត្តជាឧបនិស្ស័យហើយញោមណាចង់ឲ្យគេជួយដឹងថាពីចង់ឲ្យគេជួយដល់គេមិនជួយស្អប់ខឹងគុំគួនគេហ្នឹងគេជួយអាម៉េចបើយើងមិនចេះជួយខ្លួនយើងហើយមិនចេះផ្ដល់សេចក្តីស្រឡាញ់ឲ្យគេមិនចេះផ្ដល់សេចក្តីគោរពឲ្យគេឲ្យគេជួយយើងដូចម្ដេចបើយើងត្រមិនព្រមធ្វើខ្លួនយើងឲ្យគួរគេអាណិតនឹងយើងល្ងងមិនគួរធ្វើខ្លួនយើងឲ្យគេងាយក្នុងការបដៅនឹងអញ្ចឹងពិបាកណាគេជួយទៅយើងជួយខ្លួនយើងដែរធ្វើខ្លួនយើងឲ្យគួរជាទីស្រឡាញ់នៃអ្នកដទៃទៅនឹងប៉ិនមិនអញ្ចឹងចូលចិត្តធ្វើខ្លួនឲ្យគេស្អប់នឹងគេមិនសប្បាយចិត្តអញ្ចឹងបុណ្យកុសលនឹងវានៅទាំងខ្លួនយើងហ្នឹងរៀនចម្រើនខ្លួនយើងឲ្យល្អហាត់ពុតលុតដំអប់រំខ្លួនយើងឲ្យល្អបុណ្យកុសលយកមិនអស់អញ្ចឹងជាយាមចម្រើនបើអញ្ចឹងបានព្រះលោកអ្នកប្រាជ្ញលោកពោលហាមយើងណាលោកថាត្រូវនាំគ្នាចម្រើនទៅនៅសេចក្តីល្អគុណធម៌ក្នុងចិត្តឲ្យរឿយលោកដាស់តឿនយើងថាដំណើរជីវិតប្រព្រឹត្តទៅរបស់យើងនឹងមិនវែងឆ្ងាយទេយើងមើលឧទាហរណ៍ដូចជាអ្នកម្ដាយថៃសិនអញ្ចឹងណាខ្ញុំសិនជាប្រធានតាមពិតបើគិតពីអាយុខៃរបស់គាត់អត់តាន់ដល់ពេលទេគិតតាមពុទ្ធសាសនាអាយុខៃរបស់មនុស្សឥឡូវនៅ70ឆ្នាំប្រហែលថ្ងៃទៀតនោះហ្នឹងហើយអញ្ចឹងគិតជាទូទៅគឺ70ឆ្នាំហ្នឹងហើយ70ឆ្នាំជាទូទៅហើយញោមមិនតាន់បាន70ឆ្នាំទេណាហ្នឹងអញ្ចឹងបើគិតតាមអាយុខៃនៃពុទ្ធសាសនាមិនតាន់ដល់ពេលវេលាទេប៉ុន្តែជីវិតហ្នឹងវាចឹងញោមវាមានទៀងហើយណាអាស្រ័យពូជដូចថ្មនិយាយមិញអាយុកយិនមរណៈកាលណាអស់អាយុអីទៅបញ្ញកយិនមរណៈកាលណាអស់បុណ្យដែលយើងសន្សំពីមុនមកបានប៉ុណ្ណាប៉ុណ្ណឹងយកមកប្រើទៅគឺយើងអត់អាចកំណត់បានទេហើយខ្ញុំនិយាយបែរក្រោយឲ្យពោសពសាវតកាជ័យមកដល់កូនចៅប្រុសស្រីទាំងអស់ដែលនៅរស់រានមានជីវិតនេះឲ្យបានជួបប្រសពប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើនកើនប្រយោជន៍ជួបតែនឹងព្រះច្បាស់តែនឹងធម៌ប្រកបទៅនឹងពុទ្ធពរ4សម្បត្តិ3អរិយទ្រព្យទាំង7ណាបើសិនណាជាញោមទាំងអស់គ្នាប៉ុនប៉ងសច្ចាប្រាថ្នាចង់បានសម្បត្តិណាឬព្រះពរណាមួយនោះក៏សូមបានសម្រេចដោយសេចក្តីញោមគ្រប់គ្នាប្រាថ្នាសូមអនុមោទនាហើយកូនចៅប្រុសស្រីទាំងអស់ភ្ញាក់រលឹករួបរวมគ្នាថែរក្សាយកចិត្តទុកដាក់ម្ដាយឪពុករបស់យើងអត់មានឲ្យម៉ែឲ្យយើងអាយុវែងនៅនឹងយើងស្រោចទឹកនឹងទេយើងចង់ស្រោចទឹកមួយឆ្នាំ20សាក៏ដោយប៉ុន្តែបើបាយអត់ឲ្យគាត់ហូបទៀងទាត់ម៉ោងហើយអាសម្ដីសម្ដៅការដឹងគុណរលឹកគុណថែទាំផ្លូវចិត្តគាត់មិនល្អឲ្យគាត់ក្តៅកាហាយខឹងក្រោធចំពោះយើងព្រឹកល្ងាចទេទោះយើងស្រោចទឹកមួយឆ្នាំ100ដងក៏នៅតែគាត់អាយុអត់វែងដែរហើយបើស្រោចទឹកឲ្យអត់ឲ្យចំណីអាហារហូបចុកគាត់ឆ្ងាញ់តាមពេលតាមវេលាត្រូវម៉ោងត្រូវពេលដល់គាត់យកចិត្តទុកដាក់បាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសសម្ពុតអាវសៅស្បែកតុកកៅអីសលៃមុខទៅដោះគោខាត់ទៅដោះគោរាវតែស្ករសឈឺជាក្រៅរងាថ្នាំសង្កោជាបារោគអត់យកចិត្តទុកដាក់ទាំងអស់ហ្នឹងទេចង់ស្រោចទឹកអាម៉េចក៏វាអត់វែងដែរពីព្រោះលោកអ្នកស្រោចហ្នឹងបើចេះស្រោចឲ្យគេវែងលោកមួយថ្ងៃគួយចោលតែខ្លួនឯងឥឡូវហ្នឹងព្រោះវាអត់មាននៅហ្នឹងទេហ្នឹងប៉ុន្តែមិនមែនថាអញ្ចឹងទៅលោកស្រោចទឹកព្រះបរិត្តហ្នឹងអត់តម្លៃមិនមែនទេបរិត្តប្រែមកទៅរារាំងមានតម្លៃណា
វាអាចជួយការពារពួកអរូបពួកភូតអីដែលបំរុងនឹងមកយោយាយតាទាំងអស់គ្នាហ្នឹងវាអាចឲ្យពួកអស់ហ្នឹងអត់ហ៊ានមកក្បែរព្រះបរិត្តហ្នឹងទេអំណាចនៃព្រះបរិត្តហ្នឹងណាហើយជួនកាលយើងជពាក់ពាវរាជាមួយគេពីអតីតមកគេបំរុងយកដល់ឃើញយើងចម្រើនសក្តិល្អយើងស្ដាប់ព្រះបរិត្តយើងផ្សាយមេត្តាចិត្តផ្សាយបុណ្យកុសលឲ្យគេសប្បាយចិត្តគេត្រឡប់ទៅវិញអត់យកយើងទៅដូចអាយុវឌ្ឍនកម្មាអញ្ចឹងវាមិនមែនអត់ប្រយោជន៍ទេបាទអាត្មាចង់និយាយពីអបច្ចុប្បន្នណាបើយើងគ្រាន់តែស្រោចទឹកបើយើងអត់យកចិត្តទុកដាក់ថែទាំគាត់ហើយចេះបន្ទោសថាចម្រើនបជននេះម៉ែកណានៅអាយុខ្លីអីបើមិនអាយុខ្លីបើមួយឆ្នាំឯនាំគ្នាមកម្ដងហើយមកម្ដងនំប៉័ងឲ្យស្វិតតតាត់អង្គៀមហឺតអត់ជាតិបងហើយចេះបន្ទោសមិនមែនមកពីបុតនេះមកពីយើងគ្រប់គ្នាហ្នឹងហើយមិនមែនមកពីលោកស្រោចទឹកហើយក៏មិនមែនមកពីបុណ្យដែរអានឹងចឹងមកអាត្មាបញ្ជាក់ថាចង់ឲ្យយាយតាម្ដាយពុកយើងអាយុវែងគឺថែរក្សាគាត់ទាំងផ្លូវចិត្តផ្លូវកាយយកចិត្តទុកដាក់ឲ្យល្អទាំងអស់គ្នាបាទយាយនឿនហើយតលេងតានឿនហើយយាយវ៉ាតនេះដឹងតាកូនគេថែល្អហើយតានឿនហើយយាយវ៉ាតនេះបងហើយយាយវ៉េតហ្នឹងបើគេថែមិនល្អមិនមែនសាច់ឈាមតានឿនបានមមទាំស្រស់ថ្លាអីម្លឹងទេញោមបងហ្នឹងកូនគេយកចិត្តទុកដាក់ហើយហ្នឹងគេយកចិត្តទុកដាក់ល្អហើយបានយើងមានសុខភាពល្អសាច់ឈាមស្រស់ថ្លាប៉ុន្តែយើងប្រឹងទាំងអស់គ្នាទៀតកុំឲ្យហួសពេលតែកាលណាគាត់ហើយកុំចាំដល់មានលុយមកលើចេញពីតិចផ្ទាល់ហ្មងខ្ញុំចេញពីមាត់កូនចៅអ្នកខ្លះទាំងលោកគ្រូកណាពងកុនជាប់គ្រួសារកូនចៅកណាដែរចាំមើលកណាធូធាបន្តិចរឹងដៃរឹងជើងបន្តិចទៅចាំកណាចាត់ចែងគាត់ធ្វើផ្ទះធ្វើអីឲ្យគាត់សមរម្យនឹងអាកូនខ្លះគេថាចាំមើលកូនកណាវាធំរឹងដៃរឹងជើងតិចដូចគ្រូចាំមើលកណាចាត់ចែងទៅគាត់ពីព្រោះឡោញញអញ្ញាខ្លាំងណាស់ចង់ដឹងគុណម៉ែឪក៏ដឹងគុណមិនកើតសិតទៅយល់ខុសទាំងអស់ខ្ញុំម្ដាយឪពុកនេះអត់ដែលទៀមទាពេលដែលយើងមានលុយហើយទៀមទាផលប្រយោជន៍អីមួយពីយើងទេញោមចំណាំមើលចង់កូនឡើងជាអុកញ៉ាក៏មិនដែលម្ដាយឪពុកទៀមទាចង់បានស្អីពីកូនដែរអ្វីដែលគាត់ចង់បានគឺភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ដែលយើងផ្ដល់ឲ្យគាត់ហើយសេចក្តីស្រឡាញ់និងភាពកក់ក្ដៅមានចំណាយលុយណាមានចាំបាច់មានពេលវេលាណាបើថាយើងនៅឆ្ងាយបាត់ដំបងការឲ្យទៅនៅបាត់ដំបងឬការឲ្យទៅនៅព្រៃវែងចោះឧទាហរណ៍អញ្ចឹងឬការឲ្យទៅនៅមណ្ឌលគិរីក៏ដោយក៏នៅតែយើងផ្ដល់សេចក្តីស្រឡាញ់និងភាពកក់ក្ដៅឲ្យគាត់បានដែរសម័យនេះមិនអញ្ចឹងណាយើងនឹកគាត់យើងទេទូរស័ព្ទដូចយើងទេរកសង្សារអញ្ចឹងហើយសង្សារយើងចេះទេផ្ដល់ភាពកក់ក្ដៅឲ្យគ្នាបានអាមួយនៅជើងអាមួយនៅត្បូងហើយចាំម៉ែយើងទេមិនក៏មិនបានអញ្ចឹងយើងទេទូរស័ព្ទមករកគាត់មកមួយថ្ងៃទេតែ3 4ដងទៅប៉ុន្តែនិយាយថាអាណាទេញឹកអាហ្នឹងមិនសូវស្រួលហ្មងទេប៉ុន្តែបើអាញឹករាល់ថ្ងៃជាប្រចាំអាហ្នឹងអត់ចម្លែកអត់អីទេប៉ុន្តែបើអាកន្លះឆ្នាំទេមកម្ដងហើយផ្អែមខុសគេណាអាហ្នឹងមិនសូវស្រួលទេណាហ្នឹងអាហ្នឹងបែបមានរឿងអីតាមស្រួលធនាគារចិត្តដល់ថ្ងៃអីចឹងណាខ្ញុំវ៉ាតហ្នឹងខ្ញុំវ៉េតចឹងយើងត្រូវដឹងចេះផ្ដល់ភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ឲ្យគាត់មិនចាំបាច់ពេលវេលាមិនចាំបាច់ទ្រព្យធនទេនឹងឲ្យបើកូននៅចិត្តផ្ដល់ភាពស្និទ្ធស្នាលកូនចៅហើយសម្លសឡក់មកពេលអស់តែ 3000 លុយខ្មែរមកស្លមកពេលអស់ 3000 ទេត្រីឆ្អើតែ 500នឹងឬ 1000 មកគល់ក្រៃតិចមកម្ដែងតិចមកស្លឹកទីតិចមកណាណែក្តាប់តឡាចតិចមកស្លសឡក់មួយឆ្នាំងនឹងលើកជូនគាត់សាពះញឹមញែមដាក់គាត់នឹងសបាយចិត្តអស់តោះសបាយជាងជ្រូកពេលសែន1 បាលានជាងទៀតអាពេលយើងសែនឆេងមែងជ្រូកមួយជាង 1 លានហ្នឹងអាហ្នឹងម៉ែអត់ដឹងសោះនឹងឪអត់ដឹងសោះបងអញ្ចឹងយើងមកពេលអស់ 5000 ឬ 3000 លុយខ្មែរតែយើងយកមកជូនគាត់លើកដៃសាពះថ្វាយអង្គមអូយេវ៉េតតានឿននេះបានកូនគេតិចទៀតគេថ្វាយអង្គមគេលុតជង្គង់គេវាន់ទាគេងូតទឹកគេដោះសាប៊ូនិងគេសែងប្រតិសិន3ជុំចាំមើលតិចទៀតអញញឹមតាមស្រួលអាងាយអត់ស៊ីបាយទៀតនិយាយទៅសបាយចិត្តមកលប់ឃើញយាយខ្លះមកប៉ុនអត់ស៊ីបាយហ្មងនៅតែញឹមស្ញែកដាក់ភ្ញៀវអញ្ចឹងសបាយចិត្តគាត់នោះណាដូចថាតាំងពីកើតមកអត់ដែលឃើញកូនចេះថ្វាយអង្គមចេះទុនភ្លុនអញ្ចឹងសោះហ្នឹងហើយបើវាស៊ីបាយរាល់ថ្ងៃស៊ីបាយសើអង្គុយប៉ែនភ្នែនចង់ថ្ងៃហ្នឹងក៏ដូចកូនអញដូចទុនឯទុនមិនទុនមិនបើអាចារ្យដាក់ក្បាលមេគ្រូហៅរហូតហ្នឹងអត់ថ្វាយអង្គមម៉ែម្ដងទៅកូនថ្វាយអង្គមដល់ម្ដងទៀតកូនម្ដងទៀតអង្គុយឲ្យត្រង់ជួរលើកដៃឲ្យពោះតិចកូនលើកដៃពោះតិចហើយចេះអាចារ្យគេមិនជាហីមិនធ្វើតាមអាចារ្យអីប៉ាថ្ងៃរាល់ថ្ងៃមានដែលបានអញ្ចឹងណាបងហ្នឹងសំដីសំដៅអើនឹងឆ្លើយជាមួយម៉ែជាមួយឪនេះហ្នឹងហើយដល់អញ្ចឹងទៅគាត់វាដូចរំភើបពេកនេះអាតំណឹងអាត្មាឃើញអ្នកខ្លះចេះទៀតដូចតែគេពងសោចទឹកឲ្យម៉ែគេអញ្ចឹងយាយខ្លះឈរក្បែរនោះហូរទឹកភ្នែកមកហ្មងហើយអាត្មាយល់អារម្មណ៍យល់ទាំងយាយតានឿនហើយយាយវ៉េតនេះសំណាងណាគេកូន6នាក់គេស្រោចទឹកឲ្យម៉ែគេល្អដល់ហើយកូនអញ2 10នាក់ដូចមិនដែលអាណាស្រោចទឹកឲ្យមកផ្ដិលតែអញ្ចឹងទឹកភ្នែកវាមហូរហ្នឹង
ចឹងកូនពិចារណាមើលអត់មានចំណាយអីសោះគ្រាន់តែធ្វើរឿងចឹងថ្ងៃហ្នឹងយើងចាត់ទុកថាចំណាយប៉ុន្តែថ្ងៃខ្លះយើងងូតទឹកឲ្យគាត់យើងដោះក្អែលឲ្យគាត់យើងផ្ដល់ភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ដល់គាត់នឹងគឺគាត់សប្បាយចិត្តពុនពេកណាស់ស្ទើររកអ្វីព្រៀបផ្ទឹមមិនបានទេឃើញទេចឹងអាហ្នឹងហើយជារឿងដែលយើងទាំងអស់គ្នាត្រូវបំពេញខ្វះមិនបានមិនចាំបាច់ពេលវេលាមិនចាំបាច់យើងឡើងជាអុកញ៉ាមិនចាំបាច់ពេលយើងមានទ្រព្យទេគឺយើងផ្ដល់ភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ឲ្យគាត់ទៅហើយតន់យើងនៅធ្វើទៅគាត់នៅមើលយើងឃើញហើយញោមចំណាំគ្រប់គ្នាអាកូនណាពេលម៉ែឲ្យស្លាប់ទៅមកយំទៅធាក់ដីបោកខ្លួនខ្លាំងនឹងមានន័យថាអាកូននឹងផ្ដល់រឿងតែក្ដៅកាហាយឲ្យម៉ែឲ្យហើយដល់ពេលគាត់ស្លាប់ទៅវាអត់ទាន់តែបានធ្វើល្អចំពោះម៉ែឲ្យសោះណាអញ្ចឹងវាមានវិបដិសារីក្នុងជីវិតខ្លួនឯងអញ្ចឹងបានម៉ែចេះដើរផ្ដាំថាកុំឲ្យមានវិបដិសារីពេលដែលគាត់ស្លាប់ទៅបានយើងមកបោកខ្លួនហ្នឹងតនគាត់នៅរស់រៀនមានជីវិតហើយតានឿនហើយជីវេតនេះតែអាយុ60ជាងអញ្ចឹងបែបនៅ70 80ឆ្នាំទៀតមិនតាន់ទៅណាផងអញ្ចឹងយើងយកចិត្តទុកដាក់ជាមួយគាត់ទាំងអស់គ្នាណាកូនចៅសូមអនុមោទនាតែដូចថ្មអីហួសពេលអស់ឃើញទេចង់យើងមានស្អីក៏ដោយយើងចង់ឲ្យគាត់អីចង់ជូនអីដល់គាត់ក៏វាហួសពេលដែរអញ្ចឹងយើងកុំឲ្យហួសពេលទាំងអស់គ្នាសូមអនុមោទនាហើយនៅក្នុងខ្លួនយើងនេះកាលណាយើងមិនបៀតបៀនគេមិនសម្លាប់មិនបំបត្តិមិនប្រព្រឹត្តខុសព្រៃផ្សៃប្រពន្ធកូនអ្នកដតីមិនបៀតបៀនគេមិនលួចឆក់ប្លន់មិនជេរបចោគេមិននិយាយកុហកភូតបបោកប្រាស់ញុះញង់មិនមានអភិជាជាបាតៈអាហ្នឹងយើងដឹងតែសុខដឹងតែបានបុណ្យណាបងវាអត់មាននៅលើអ្នកណាឲ្យយើងទេអាបុណ្យហ្នឹងមិនមែនតើយើងលះទ្របលះលុយទៅចំណាយបានយើងបានបុណ្យឯណាញោមអត់ទេគឺនៅលើខ្លួនយើងប្រព្រឹត្តល្អតាមរយៈទ្វាកាយទ្វាវិចារទ្វាចិត្តហ្នឹងឲ្យតែយើងហាត់ពុតលត់ដំអប់រំបានល្អទៅបុណ្យកើតទេហើយបើនៅតែនឹងខ្លួនយើងហ្នឹងកាលណាយើងមានបញ្ញាទៅយើងធ្វើអីក៏ចំណេញដែររស់នៅក៏យើងមានសេចក្តីសុខយើងធ្វើបុណ្យក៏វាចំណេញបុណ្យហើយកាលណាយើងអត់មានបញ្ញាហើយយើងធ្វើអីក៏ខាតដែរចឹងបានជាដូនតាយើងមានទម្លាប់ល្អណាស់រាល់កម្មវិធីបុណ្យទាំងអស់តែងមានអាចារ្យពយល់ធម៌ឬប្រសង់ទេសនាដើម្បីអីដើម្បីឲ្យយើងយល់អំពីរបៀបនៃការបំពេញបុណ្យហ្នឹងថាតើយើងធ្វើបុណ្យរបៀបម៉េចបានបុណ្យច្រើនធ្វើបុណ្យរបៀបម៉េចវាមិនសូវបានបុណ្យធ្វើម៉េចវាត្រូវតាមពុទ្ធានុញ្ញាតពុទ្ធបញ្ញត្តិហើយធ្វើម៉េចវាមិនសូវត្រូវតាមពុទ្ធានុញ្ញាតពុទ្ធបញ្ញត្តិចឹងយើងទាំងអស់គ្នាត្រូវខំប្រឹងចម្រើនទៅនូវគុណធម៌និងសេចក្តីល្អក្នុងចិត្តជាឧបនិស្ស័យសម្រាប់ខ្លួនយើងទាំងអស់គ្នាផងណាញោមណាទៅមុខទៀតទៅយើងអត់មានអ្នកណាទីពឹងក្រៅអំពីបុណ្យកុសលនឹងហើយជាទីពឹងទាំងអស់គ្នាណាញោមអនុមោទនាសម្ដែងតតកណੰអនុបតិសាមិគឺនាំគ្នាចម្រើនទៅនៅកិច្ចតកណាទានគឺព្យាយាមចម្រើនសេចក្តីល្អចម្រើនបុណ្យកុសលផ្សាយទៅលោកនឹងព្រោះអ្នកស្លាប់នឹងត្រូវការបុណ្យណាស់ណាញោមបងត្រូវការបុណ្យណាស់ព្រោះអ្នកស្លាប់ទៅហើយអត់អាចធ្វើបុណ្យខ្លួនឯងបានទេគឺពឹងលើយើងជាកូនចៅអ្នកធ្វើចឹងបានអាត្មាចេះដាស់តឿនញាតិញោមហ្នឹងណាដាស់តឿនពេលយើងនៅរស់នៅស្រាប់ធម៌លឺណាមកដាស់តឿនតែខំប្រឹងធ្វើបុណ្យទុកខ្លួនយើងឲ្យហើយកាលណាយើងមានបុណ្យគ្រប់ទៅយើងអត់រំពឹងរងចាំកូនធ្វើបុណ្យទេណែបើបានកូនល្អដូចញោមថ្ងៃនេះម្ចាស់បុណ្យកូនថ្ងៃហ្នឹងសុបាយចិត្តហើយម្ដាយឪពុកប៉ុន្តែកូនខ្លាំងដែលម៉ែស្លាប់7ថ្ងៃដូចអ្នកពងពឺអីពីមុនតែ7ថ្ងៃបុណ្យ7ថ្ងៃគេដាក់បាសរំហ៎បងហ្នឹងហើយយើងទៅពឹងកូនហ្មិចញោមហ្នឹងហើយអញ្ចឹងកុំពឹងកូនយើងពឹងបុណ្យខ្លួនយើងទុកឲ្យហើយពឹងគេនឹងមិនស្រួលទេមកឧទាហរណ៍ថាដោយកាលពីមុនយើងនៅធ្វើការកើតយើងនៅមានកម្លាំងយើងធ្វើការខ្លួនយើងលុយចាយខ្លួនយើងហើយដល់ឥឡូវយើងធ្វើការលែងកើតចង់ចាយលុយចង់ធ្វើបុណ្យអីពឹងសុំលុយកូនចាំឲ្យកូនគេដល់ខែគេឲ្យ1លានឲ្យ50ម៉ឺនណាចាយលុយគេដូចតឹងទ្រូងមែនទេយាយមែនទេហ្នឹងឧទាហរណ៍ដូចយើងហូបបាយកាលមុនបាយយើងរកបាយអង្គខ្លួនយើងហូបបានដល់ពេលចាស់ទៅធ្វើអីឡើងកើតនៅជាមួយកូនភាសានៅមួយកូនបកើតឯងមួយនឹងកូនភាសាមួយចៅហ្នឹងក៏អារម្មណ៍មិនសូវស្រួលដែរអាដល់ពេលចាំគេលើកបាយមកហ្នឹងតែគេនិយាយអីទាស់ចិត្តតិចយាយនេះតូចចិត្តអង្គុយបិឈរជង្គង់ស្រក់ទឹកភ្នែកអត់ស៊ីបាយមួយអាទិត្យអីនោះហ្នឹងមែនទេយាយមែនទេហ្នឹងហ្នឹងអញ្ចឹងអាចាំពីគេហ្នឹងដូចមិនស្រួលអញ្ចឹងអាបុតហ្នឹងដូចគ្នាបងវ៉ែមកជីវិតយើងវិញធ្វើបន់ទុកខ្លួនយើងឲ្យហើយតន់នៅដើរទៅធ្វើបន់កើតតន់នៅទៅស្រាប់ធរកើតតន់នៅទៅចម្រើនសេចក្តីល្អកើតនឹងប្រឹងទាំងអស់គ្នាធ្វើបន់ទុកឲ្យហើយទៅញោមព្រោះណោផ្លូវទៅមុខទៀតនឹងមិនវែងឆ្ងាយទេញោមមកចេះពិចារណាមើលយប់នឹងថ្ងៃឥឡូវនេះលឿនណាស់ញោមយាយអាយុ7ជាង8ជាងមានអារម្មណ៍ថាយប់ហើយថ្ងៃឥឡូវលឿនទេញោមលឿនណាស់ញោមចឹងមានន័យថាអាយុនឹងថ្ងៃឥឡូវនេះលឿនណាស់ហើយពេលវេលាជីវិតរបស់យើងរត់តែខ្លីទៅទៀត
ចាស់ពីមុន8ជាកៅជាង100ជាងបានស្លាប់ឥឡូវនេះបានតែ7ជាងទេអូហើយបើគិតតាមអាយុខៃនៅតែ70ឆ្នាំទេអូប៉ុន្តែបើគិតពីរូបភាពនិងស័ក្តិមូលទូទៅគឺបាន7ជាងនឹង7ជាងតិចតួចទេចឹងដូចលឿនណាស់ញោមអាជីវិតរបស់យើងក៏ខ្លីយប់និងថ្ងៃក៏លឿនរាងកាយក៏តូចទៅប៉ុន្តែវាទៅកើនកលេសវិញបងកលេសរបស់មនុស្សវាទៅកើនធំទៅវិញញោមមានគិតចឹងហ៎ញោមពិចារណាមើលចាស់ជំនាន់ដើមអាយុ100ជាងបានស្លាប់យប់ថ្ងៃក៏យូររាងកាយក៏ធំប៉ុន្តែចិត្តកលេសនោះទៅជាស្រាលដូចថាគាត់ដើរចោលផ្ទះមួយអាទិត្យអីអត់ដែលរាំងលបងអត់ដែលបាត់ទ្វារក៏អត់ដែលមានអាណាលួចរបស់គាត់ដែរអត់ដែលមានអាណាលួចគ្នាទេបើមនុស្សឥឡូវញោមឯងដើរចោលផ្ទះតែកន្លះម៉ោងអត់បាត់ទ្វារមកវិញឆ្នាំងក៏គេយកដែរហ្នឹងមានន័យថាអាមនុស្សហ្នឹងកាន់តែអាក្រក់កាន់តែច្រើនវាទៅជាអាយុតិចទៅជាអាសេចក្តីអាក្រក់ច្រើនទៅវិញកលេសហ្នឹងកាន់តែកើនទៅវិញប៉ុន្តែវាត្រូវហើយអញ្ចឹងបានព្រះគ្រប់ព្រះអង្គអត់ដែលចោះចាប់បដិសន្ធិក្នុងកំឡុងពេលដែលមនុស្សមានអាយុលើសពី100ឆ្នាំនិងតិចជាង100ឆ្នាំទេដោយសារកាលណាអាយុកាន់តែតិចកលេសរបស់មនុស្សកាន់តែកើនហើយមែនឃើញទេញោមរាល់ថ្ងៃកាន់តែកើនពីមុនឲ្យរំលោភកូនក៏អត់មានអាកូនខ្លួនឯងកាប់ឪកាប់ម៉ែក៏អត់មានពីមុនកូនខ្លួនឯងម៉ែចែកស្រែឲ្យក៏មិនដែលឆ្លោះទាស់គ្នាអាណាឲ្យអាណាក៏ឲ្យអាណាមិនឲ្យឲ្យទៅម៉ែឲ្យអីយកហ្នឹងទៅឥឡូវនេះចែកស្រែឲ្យវាតែមួយពកលើសមីពៅបានតែមួយពកលើសមេគោមួយនោះវាកាប់កាលប្អូនឯងចោលកាប់កាលម៉ែឯងចោលមានទេញោមមានទេដីឡូឥឡូវឡើងថ្លៃផងម៉ែចែកស្រែឲ្យមិនស្មើវាកាប់កាលម៉ែឯងចោលឃើញកលេសរបស់មនុស្សវាឡើងហ៎វាទៅជាអាយុកាន់តែតិចគួរតែសង្វេគគួរតែខំប្រឹងចម្រើនទៅនៅសេចក្តីល្អប៉ិនមានអញ្ចឹងឯណាវាទៅជាអាយុកាន់តែតិចយប់ថ្ងៃកាន់តែលឿនទៅជាអាសេចក្តីអាក្រក់កាន់តែកើនអញ្ចឹងបានជាអាត្មាដាក់ទឿនក្រើនរំលឹកទាំងអស់គ្នាញាតិញោមថាត្រូវប្រឹងដូចអាត្មាអញ្ចឹងពងប្រឹងរាល់ថ្ងៃនឹងប្រឹងចេះប្រឹងសំដែងធម៌មួយថ្ងៃ3 4កន្លែងនឹងដើម្បីអីចេះចង់ផ្សាយសេចក្តីល្អឲ្យញោមបានស្ដាប់បានយល់បានដឹងចែកបនព្រោះអាត្មាមកទេសនាហ្នឹងមកបានអានិសង្ឃ5អត់បាច់ញោមចែកបនអាត្មាទេគឺអាត្មាបានអូតូនឹងមករោងដឹងបានអានិសង្ឃ5ហើយញោមអ្នកស្ដាប់ធម៌បានអានិសង្ឃ5ដែរឃើញទេអញ្ចឹងបនអាត្មាបានរាល់ថ្ងៃអញ្ចឹងមកអាត្មាចេះបញ្ជាក់ថារាល់ថ្ងៃបើយើងចេះប្រព្រឹត្តសេចក្តីល្អអត់មានអស់លុយអី100ទេដោយអាត្មាអីអត់មានអស់អីទេហ្នឹងហើយគឺដឹងតែបានបនបានបនរាល់ថ្ងៃនឹងព្រះអង្គសម្ដែងទីលាននាំឲ្យកើតបនមានប្រមាណហេតុនាំឲ្យអាស្រ័យនាំឲ្យកើតបនបញ្ញកិរិយាវត្ថុជាទីតាំងនាំឲ្យកើតបនមានប៉ុន្មានមាន10មិនអញ្ចឹងទាននៅមយៈសីលមយៈភិវនិមយៈអបច្ច័យនមយៈវេយាវិជ្ជមយៈបព្វទានមយៈបតានុយមយៈធម្មទេសនាមយៈធម្មសវនយៈតិដ្ឋុជកម្មនេះអ្វីដែលអាត្មាចង់និយាយនេះវេយាវិជ្ជមយៈនិងអបច្ច័យនមយៈអាហ្នឹងអត់មានអស់អីទាំងអស់អបច្ច័យនៈហ្នឹងបានដល់ការគោរពគ្រាន់តែដល់ព្រមនៅការគោរពដូចថាបើកភ្នែកឡើងគ្រាន់តែសតិនឹកពុទ្ធនឹកពធនឹកប្រសង្ឃគ្រាន់តែបើកភ្នែកឡើងមេត្តាចិត្តករុណាចាប់ផ្សាយទៅរកមនុស្សជុំវិញខ្លួនយើងអាសត្វជុំវិញខ្លួនយើងគ្រាន់តែបើកភ្នែកឡើងផ្ដល់សេចក្តីស្រឡាញ់ផ្ដល់សេចក្តីអាណិតឲ្យអ្នកដតីជុំវិញខ្លួនយើងនឹងបន់យកមិនអស់បើកភ្នែកឡើងជួបប្តីញឹមដាក់ប្តីជួបកូនញឹមដាក់កូនជួបអ្នកចិត្តខាងញឹមអ្នកដាក់អ្នកចិត្តខាងផ្ដល់សេចក្តីឲ្យអ្នកចិត្តស្រឡាញ់ឲ្យអ្នកចិត្តខាងឃើញឆ្កែញឹមដាក់ឆ្កែឃើញឆ្មាញឹមដាក់ឆ្មាបន់យកមិនអស់សើចមែនចាបងចុះបើយើងសិល8មែនឥឡូវឧទាហរណ៍យើងសិល8យើងស្លៀកពាក់សសិល8មែនស្លៀកពាក់សមែនប៉ុន្តែគ្រាន់តែបើកភ្នែកឡើងគ្រាន់តែបាប់ត្រីអាំងមួយលេងហេតុដេញមីអង្គុតពេញផ្ទះហើយហើយសិលនៅណាញោមបងចឹងបាទអាត្មាបញ្ជាក់ថាគ្រាន់តែយើងមានការគោរពហើយនឹងមានមេត្តាចិត្តនៅទាំងខ្លួនយើងហ្នឹងណាបន់យកមិនអស់នឹងបើកភ្នែកឡើងផ្ដល់សេចក្តីស្រឡាញ់ផ្ដល់សេចក្តីអាណិតសន្តោសដល់មនុស្សសត្វជុំវិញខ្លួនយើងប៉ុណ្ណឹងបន់យកមិនអស់វេយាវិជ្ជមយៈបនសម្រាប់កើតចេញពីការខ្វល់ខ្វាយក្នុងសេចក្តីល្អឧបមាឃើញប្រសង់ធ្វើបនក្នុងវត្តអីជួយចាត់ចែងរៀបចំបោសសម្អាតវត្តអារាមនិយាយណាញោមណាបានចូលវត្តរើសសម្រាមចេញពីវត្តបោសសម្រាមចេញពីវត្តអានិសង្ឃវិសេសណាញោមនឹងប៉ុន្តែមិនចឹងអីជួនកាលកាន់ថងភេសជ្ជៈមួយកែវទៅហូបពីក្រៅអត់តាន់អស់នៅសល់មិនតិចទៀតទៅបឺតនៅក្នុងវត្តអស់ហើយបោះចោលក្នុងវត្តនឹងទៅវិញទៀតណាអត់ទេញោមអានិសង្ឃអ្នករើសសម្រាមអ្នកបោសសម្រាមទីពុទ្ធស្ថានក្តីទីអារាមក្តីប្រសាខមនីចាដីក្តីក្រមក្រោមដើមគោប្រព្រឹត្តក្តីគឺអ្នកណាបានសម្អាតទីកន្លែងអស់ហ្នឹងណាកើតទៅអនាគតជាតិគឺមនុស្សនឹងស្អាតទាំងកាយស្អាតទាំងវាចាស្អាតទាំងចិត្តដល់ព្រមដោយការគោរពស្រឡាញ់ពីអ្នកដទៃគ្រាន់មកចង់បញ្ជាក់ញោមមើលទោសណាបើយើងអត់បានធ្វើចិត្តយើងឲ្យសុបាយចាក់គេនិយាយតែឈើត្រាំទឹកឆាប់ពុកមនុស្សកើតទុកឆាប់អី
ឆាប់ស្លាប់ចឹងយើងបើកចិត្តយើងឲ្យទលាយអូកុំចេះតែធ្វើអាចិត្តហ្នឹងវាតូចចង្អៀតពេកកុំចេះតែក្តៅកាហាយច្រើនពេកនឹងអ្នកណាចូលចិត្តខឹងច្រើនតែនឹងកើតមកជាតិក្រោយខ្មៅព្រីកបងនឹងខ្មៅហ្មងណានឹងខ្មៅអាក្រក់អត់ស្អាតទេព្រោះដុតខ្លួនឯងរាល់ថ្ងៃញោមបងហ្នឹងហើយអញ្ចឹងអ្នកណាចង់កើតមករូបស្អាតកុំអាសាខឹងចង់បច្ចុប្បន្ននឹងបានសុខកុំអាសាខឹងគេបងដូចម៉ែនិយាយមិញណាអត់ធ្វើបន់អីធំដុំអីមួយថ្ងៃអង្គុយយកតែបាបបើកភ្នែកឡើងដឹងពីចំណែនឈ្នាននេះគេចាក់រុកគេក្តៅកាហាយនឹងគេបងហើយធម្មតាកាលណាយើងខឹងគេហើយគេអត់តអត់ខឹងមកយើងណាអាហ្នឹងណែកើតទុកអ្នកណាញោមឧបមាថាអាកខឹងអាខហើយអាខហ្នឹងគ្នាអត់រវល់ឯងចង់ខឹងអីខឹងអញដឹងតែធ្វើការអញដឹងតែរអញដឹងតែដេកដឹងមកស៊ីហូបបងដើរមករហើយអាកនេះគិតតែខឹងគិតតែក្តៅកាហាយគិតតែគុំគួនតើទុកអ្នកណាញោមទុកអាកឬទុកអាខណាទុកអាអ្នកខឹងគេឬទុកអាអ្នកដែលគេត្រូវខឹងទុកអាអ្នកខឹងគេហ្នឹងបងមកធ្លាប់ឧទាហរណ៍ថាដូចអាអ្នកខឹងគេហ្នឹងដូចយើងអោបដុំភ្លើងមួយជាប់នៅទ្រូងហើយអាអ្នកដែលត្រូវគេខឹងនោះគេអត់ខឹងតបើអាហ្នឹងខឹងតដែរអាហ្នឹងអោបភ្លើងតាមគេដែរប៉ុន្តែបើគេអត់ខឹងអត់រវល់ទេអាហ្នឹងបីដូចទឹកសមុទ្រហើយអាអ្នកខឹងគេនេះបីដូចអោបដុំភ្លើងនេះយើងយល់អញ្ចឹងបានយើងអត់ឲ្យចិត្តយើងចេះតែខឹងអ្នកដតីកើតហ្នឹងអត់ឲ្យទោសៈចិត្តនឹងកើតក៏យើងយល់ផលវិបាករបស់ទោសៈហ្នឹងថាវាមានវិបាកអាម៉េចបានលោកចេះតែទេសនាហាមយើងថាបើចង់បានសេចក្តីសុខកុំអាសាខឹងឲ្យខន្តីឲ្យអត់ធន់ហើយឲ្យយល់ថាស្អីគេខន្តីស្អីគេទោសៈហើយបើយើងអត់យល់ថាស្អីជាខន្តីគ្រាន់លោកទេសនាតែខន្តីគ្រាន់តែលឺតែខន្តីប៉ុណ្ណឹងក៏អត់អាចអត់ធន់កើតដែរដូចអាខឹងហ្នឹងពេលខឹងទៅវាទទួលវិបាកអាម៉េចមកឧទាហរណ៍ទៅដូចញោមហាមកូនយើងអាតូចវាម្ហងយកដៃទៅលូកភ្លើងណាឬក៏វាពងលេងកបាត់មុតកាន់កបាត់យកមកលេងយើងគ្រាន់តែខូចទៅទាញកបាត់ដាក់ចេញពីដៃកូនហើយវាយវាទះគូតផងទះដៃផងយើងហាមតែកុំលេងអាហ្នឹងមុតនឹងហកកូនម្ហងយកដៃយកទៅលូកភ្លើងយើងទាញដៃមកយើងវាយមុខវាយមាត់វាយដៃថាកុំលេងអាហ្នឹងលូកអាហ្នឹងវាអាលៀកប៉ុន្តែបើយើងគ្រាន់តែថាលូកទៅវាអាលៀកគាត់ថាលេងទៅវាមុតប៉ុន្តែវាអត់ដែលមុតអត់ដែលអាលៀកថ្ងៃក្រោយវាគង់ទៅយកដៃទៅលូកអាដែរបាទប៉ុន្តែបើយើងបដ ாய் ថាឲ្យវាលូកឲ្យវាលូកម្ដងឲ្យវាដឹងថាអាហ្នឹងលូកទៅវាលាកអាម៉េចអូលេងទៅវាមុតអាម៉េចដល់វាលូកទៅវាលាកក្តៅឲ្យលួយដៃបានដឹងថាថ្ងៃក្រោយយាយឯងមិនបាច់ហាមថាមិនបាច់លូកទៀតទេអាហ្នឹងគ្រាន់តែឃើញភ្លើងវាឲ្យចេញហ្មងចង់និយាយអញ្ចឹងណាអាមនុស្សយើងដល់ពេលយើងយល់ថាលោកទេសនាចេះហាមថាបើចង់សុខកុំអាសាខឹងតើយើងយល់ថាអាខឹងហ្នឹងវាឲ្យទុកយ៉ាងម៉េចដូចម៉ែនិយាយមែនអាអ្នកខឹងគេឧបមាដូចអោបដុំភ្លើងហើយអាអ្នកដែលត្រូវគេខឹងគេអត់ខឹងតបីដូចទឹកសមុទ្រឬទឹកទន្លេអញ្ចឹងអាអ្នកខឹងគេនោះខឹងណាស់មិនអញខឹងអាទឹកទន្លេនឹងខ្លាំងណាស់អញអោបដុំភ្លើងទៅទម្លាក់រីងអាទឹកទន្លេនឹងដល់អោបទៅអាដាក់ចូលទឹកទៅវាអលត់បាបទៅអោបដុំភ្លើងមកគល់ទៅយកទៅទម្លាក់ទៀតអានោះអលត់ទៀតអោបម្ដងទៀតទៅទម្លាក់ទៀតអលត់ទៀតដល់អស់កម្លាំងអស់ទឹកចិត្តទៅអូណែមើលទៅទឹកទន្លេវាអត់រីងទេអលត់តែភ្លើងប៉ុន្តែអានោះវាមិនរីងហើយនិយាយពីទ្រូងអញនេះអាលៀកផងអាលួយផងក្តៅដៃផងក្តៅជើងផងវាហត់ផងវាខាតប្រយោជន៍ខាតពេលវេលាផងដល់យកមកគិតពិចារណាទៅអូអញខឹងគេអត់ខឹងអញនឹងទី1អញនឹងដូចមនុស្សឈួតទី2អញវាអត់មានសេចក្តីសុខក្តៅកាយញ័រទ្រូងព្រឹកល្ងាចបងនឹងដល់ពេលយើងយល់អញ្ចឹងទៅយើងលះបានការខឹងក្រោធការព្យាបាទអ្នកដតីនឹងយើងចេះធ្វើខ្លួនយើងឲ្យរស់ជាសុខប៉ុន្តែខ្មែរយើងមិនអញ្ចឹងទេហ្នឹងសុខទុក្ខគឺនៅលើខ្លួនយើងប៉ុន្តែយើងច្រើនតែដើរខុសនឹងអញ្ចឹងព្យាយាមចម្រើនទៅនៅកុសលធម៌នៅក្នុងខ្លួនយើងនឹងហាត់ពុតលុតដំអប់រំកាយវាចាចិត្តឲ្យល្អនឹងប្រឹងដូចគ្នាញោមប៉ុន្តែប្រឹងដោយសុចរិតដោយយុត្តិធម៌ដោយញើសឈាមយើងដោយកម្លាំងយើងដោយបញ្ញាស្មារតីដែលយើងប្រើដោយចំណេះវិជ្ជារបស់យើងដោយសុចរិតដោយយុត្តិធម៌កុំប្រឹងអាបៀតបៀនគេអាឆ្លោះទាស់គេអាចំណែនគេអាលួចអាឆក់អាប្លន់អាកាប់កេងប្រវាញ់មកបាននឹងបានដោយមិនស្រួលទេវាក្តៅកាហាយវាអត់សុខចឹងយើងព្រោះអាផលនៃសេចក្តីអាក្រក់ហ្នឹងវាអត់សុខទេញោមហ្នឹងបានព្រះអង្គសម្ដែងថាសេចក្តីអាក្រក់ហ្នឹងវាឲ្យជាទុកដែលយើងមានមកក៏មានវាមិនសុខនឹងចឹងបានព្រះអង្គបង្រៀនយើងថាខំប្រឹងចម្រើនទៅនៅសេចក្តីល្អហើយណាចឹងយើងនិយាយរឿងបុណ្យយើងឯនេះព្យាយាមចម្រើនសេចក្តីល្អទាំងអស់គ្នាដោយអ្នកម្ដាយរបស់យើងថ្ងៃនេះបើយើងគិតតាមអាយុខៃអត់ទាន់ដល់ពេលដល់វេលាទេប៉ុន្តែសេចក្តីស្លាប់នឹងវាមិនទៀងយ៉ាងហ្នឹងដែលព្រះអង្គសម្ដែងថាយើងត្រូវភ្ញាក់រលឹកត្រូវព្យាយាមចម្រើនសេចក្តីល្អឲ្យបានច្រើនព្រោះមានតែសេចក្តីល្អនឹងមួយគត់ដែលជាពូជនាំយើងទៅមុខទៅជាតិនឹងយើងមានប៉ុណ្ណឹងយើងប្រឹងចម្រើនសេចក្តីល្អប្រសើរកាន់តែច្រើនទៅមុខទៀតយើងរឹងរឹតតែចម្រើនហើយកូនទាំងឡាយណាដែលចេះដឹងគុណម្ដាយឪពុកក៏អត់សយុទ្ធចុះដែរ
ដោយកូនប្រុសស្រីទាំងឡាយញោមចំណាំឃើញនឹងភ្នែករឿងបន់រឿងបាបនេះពេលខ្លះមិនបាច់ទៅមើលជាតិមុខជាតិក្រោយកូនណាដែលចេះប្រតិបត្តិម្ដាយឪពុកថែរក្សាបាយទឹកនំចំណីទឹកក្តៅទឹកត្រជាក់ព្រឹកល្ងាចវាន់ទាគោរពប្រតិបត្តិគាត់សម្ដីកាយវិការអរិយាបថទន់ភ្លន់ចំពោះម្ដាយឪពុកព្រឹកល្ងាចកូននឹងចម្រើនណាស់រស់ស៊ីអីក៏ដាក់ឲ្យតែចេះគិតដល់ម្ដាយឪពុកគោរពគុណម្ដាយឪពុកគោរពគុណចាស់ព្រឹទ្ធាចារ្យមនុស្សណាមានការគោរពគឺមនុស្សនឹងមានសេចក្តីចម្រើនញោមចាំប៉ុណ្ណឹងអញ្ចឹងបានដូនតាយើងគេនិយាយថាងើបស្កកបើអោនមិនដាក់ក្របហ្នឹងអញ្ចឹងមនុស្សណាមានការគោរពចេះអោនលំទោនម្ដាយឪពុកចេះអោនលំទោនចាស់ព្រឹទ្ធាចារ្យដឹងខុសដឹងត្រូវមនុស្សនឹងចម្រើនណាអញ្ចឹងណាដោយកូនចៅប្រុសស្រីថ្ងៃនេះបានគោរពគុណអ្នកម្ដាយគោរពគុណលោកឪពុកបានធ្វើប្រាងដាក់តម្កល់អ្នកម្ដាយកាលអ្នកម្ដាយនៅរស់យើងលើកដំកុំដំកើងថែរក្សាបាយទឹកនំចំណីត្រីសាច់ព្រឹកល្ងាចថ្នាក់ថ្នមបងបីការពារឃុំក្រងថែរក្សាម្ដាយដោយល្អរហូតដល់ម្ដាយផុតរលត់ឃ្លាតព្រាត់អំពីយើងទៅហើយយើងនៅតែខ្វាយខ្វល់និងខំប្រឹងចម្រើនទៅនៅសេចក្តីល្អជូនចំពោះលោកបានធ្វើប្រាងដ៏សមគួរក្នុងការតម្កល់លោកលើកលោកឲ្យខ្ពង់ខ្ពស់ព្រះអង្គសម្ដែងហៅថាមហាទេជោកូននឹងមានដេកជះទៅណាមកណាប្រកបព្រមដោយការគោរពពីអ្នកដទៃអធិបតេយ្យកូននឹងទៅណាមកណាជាធំលើគេនៅអនាគតជាតិមិនដែលចេះកើតក្នុងតកូលក្រខ្សត់អត់លំបាកនឹងដោយអំណាចនៃការគោរពគុណម្ដាយឪពុកទើបធ្វើឲ្យអ្នកដទៃគោរពដល់ខ្លួនដូច្នោះដែរអញ្ចឹងការគោរពគុណនឹងថ្លៃណាស់នឹងពិសេសណាស់ហើយកូនណាដែលទុះបន្ទុះសារាយម្ដាយឪពុកឲ្យញោមចំណាំមើលឲ្យតែជេរម៉ែជេរឲ្យព្រឹកល្ងាចគ្រួសារនឹងគ្មានសេចក្តីសុខប្រពន្ធបោកចានបោកឆ្នាំងប្តីជេរប្រពន្ធឆ្លោះប្តីព្រឹកល្ងាចក្តៅកាហាយក្នុងគ្រួសាររងអង្គខ្វះឆ្នាំងរយឆ្នាំងខ្វះអង្គឲ្យតែអាមនុស្សណាអត់ដឹងគុណមិនដឹងគុណបងមិនដឹងគុណម៉ែមិនដឹងគុណឲ្យគ្មានដឹងខុសត្រូវអាណាបងអាណាម៉ែអាណាឪណាចាស់ព្រឹទ្ធាចារ្យឲ្យតែបន្ទុះសារាយព្រឹកល្ងាចគឺវេទនាណាឃើញភ្នែកចឹងគេឲ្យយើងចម្រើនទៅនៅសេចក្តីល្អជាមួយម្ដាយជាមួយឪពុកឲ្យចេះដឹងគុណឲ្យចេះរលឹកគុណឲ្យចម្រើនទៅនៅសេចក្តីល្អព្រោះគ្មានអ្នកណាអស្ចារ្យជាងម្ដាយឪពុកយើងទេញោមបុគ្គលលើលោកនេះលើកលែងតែព្រះសម្មាសម្ពុទ្ធនឹងដកតែព្រះសម្មាសម្ពុទ្ធព្រះអគ្គសាវកពុទ្ធមកបានព្រះអង្គតាំងថាម្ដាយឪពុកយើងនេះជាព្រះទី2ដែលយើងកុំមើលរំលងត្រូវតែប្រតិបត្តិកូនណាប្រតិបត្តិដោយល្អគឺទទួលផលដ៏ប្រសើរមកធ្លាប់បញ្ជាក់ថាកាលណាយើងដឹងគុណរលឹកគុណម្ដាយយើងបម្រើម្ដាយឪពុកយើងដោយល្អគឺយើងទទួលផល3ទី1កតញ្ញូហ្នឹងគឺអូតូមានន័យថាយើងដឹងគុណម្ដាយយើងឪពុកយើងបម្រើគាត់បាយទឹកក្តៅទឹកត្រជាក់ព្រឹកល្ងាចឈឺជាក្តៅរងាយកចាត់ទុកដាក់ដល់ឲ្យយើងចាស់ទៅមិនបាច់ជាតិក្រោយទេយើងចាស់ទៅអាកូនយើងនៅជាមួយយើងហ្នឹងវាឃើញយើងបម្រើវ័យយាយវាតាវាយ៉ាងម៉េចដល់ឲ្យយើងចាស់ទៅអាកូនយើងបម្រើយើងដូចយើងបម្រើម្ដាយឪពុកយើងចឹងដែរយល់លោកនិយាយហ៎ញោមហ្នឹងចឹងឃើញវាឃើញភ្នែកផលហ្នឹងចឹងបានមកចេះដាស់តឿនថាយើងចម្រើបម្រើម្ដាយឪពុកនេះអត់សយត់ចុះទេប្រឹងគោរពគុណម្ដាយគុណឪពុកគុណបងគុណគ្រូនឹងត្រូវតែគោរពទី1ចម្រើនកតញ្ញូកាលណាយើងដឹងគុណម្ដាយឪពុកយើងដល់យើងចាស់ទៅអាកូនយើងដឹងគុណយើងចឹងដែរទី2សច្ចៈកាយយើងនៅជាមួយម្ដាយឪពុកយើងពិតត្រង់មិនដែលចេះកុហកភូតផលឪពុកម្ដាយចឹងដល់ចាស់ទៅអាកូនយើងក៏អត់កុហកភូតផលយើងចឹងដែរហ្នឹងហកខន្តីកាយយើងនៅជាមួយម្ដាយឪពុកយើងចង់ម៉ែជេរក៏យើងមិនហ៊ានតចង់ឲ្យជេរក៏មិនហ៊ានតមិនហ៊ានមាត់នឹងដាក់ម្ដាយដាក់ឪពុកសម្ដីតូចសម្ដីធំអត់ដែលហ៊ានតបតបើថាចឹងអាត្មានឹងពេលខ្លះដូរភ្លេចខ្លួនដែរណាយាយអាសម្ដីវាតាំងពីកំណើតមកវាមិនសូវព្រោះគេអាត្មាក៏នឹងសម្ដីចឹងបើចិត្តនឹងតុនណាស់មានស្អីចែកគេអស់ហើយក៏ញោមដូចញោមឃើញហើយសកម្មភាពត្បិតតែស្រុកយើងអាត្មាមិនសូវបានចុះមកជួយច្រើនប៉ុន្តែស្រុកខេត្តដតីញោមមើលសកម្មភាពមកយកទៅធ្វើជួយគេគ្រប់កន្លែងហើយបើមណ្ឌលកែប្រែស្ទើរគ្រប់មណ្ឌលកែប្រែគឺយកកូនទៅដាក់ឃើញមានចក្រានបាយអាត្មាមកធ្វើទុកគ្រប់មណ្ឌលហើយចុះទៅអប់រំជាប្រចាំនៅមណ្ឌលកម្មាកព្រាក៏មានចក្រានបាយមានកន្លែងអាត្មាដាក់ធ្វើបន្ទប់សម្រាប់ដាក់ថ្នាំពេទ្យដាក់អីឲ្យក្មេងគ្រប់កន្លែងអញ្ចឹងហ្នឹងបងថ្លៃសាលាឲ្យលោកទូទាំងប្រទេសអ្នកអត់ម្ដាយអត់ឪពុកអីគឺចិត្តហ្នឹងល្អណាស់ប៉ុន្តែមាត់ហ្នឹងវាមិនសូវព្រោះហ្នឹងអ្នកណាទេមកអាត្មាអីតែម្ដងឯងលែងហ៊ានទេក៏ជិះលោកមាត់អាក្រក់ហ្មងថាមាត់វាមិនសូវព្រោះនឹងជួនកាលអាពងអារម្មណ៍វាដូចថាហ្នឹងជួនកាលយាយហើយគាត់ទេមកម៉ោង4ចិត្តភ្លឺអីជួនកាលគាត់ស្ដាប់អាវត្ថុយើងម៉ោង4ហ្នឹងដល់ស្ដាប់ទៅគាត់ឆ្ងល់អីមួយគាត់ទេមកយើងតាំងម៉ោង4ហ្នឹងអីដល់អញ្ចឹងឯងអារម្មណ៍វាមិនសូវល្អនោះណាយាយហ្នឹងអញ្ចឹងចេះទៅគាត់វិញទៅព្រោះប្រាស់អញ្ចឹងទៅពេលខ្លះមាត់វាមិនសូវព្រោះហ្នឹងតែជាមួយឪហ្នឹងក៏ពេលខ្លះផ្លាត់ម្ដងដែរអាត្មាអញ្ចឹងយើងគោរពម្ដាយគោរពឪពុកទាំងពាក្យសម្ដីកាយវិការដោយល្អហ្នឹងគឺមនុស្សនឹងចម្រើនណាស់ញោមនឹងចម្រើនណាស់មិនសយត់ចុះទេនឹងចម្រើនកតញ្ញូចម្រើនសច្ចៈចម្រើនខន្តីនេះអាខន្តីនេះ
ម៉ែឪជេរថាអីសុកចិត្តអត់សង្កត់កុំតបយកពាក្យគាត់មកគិតឲ្យតែអត់ធន់អញ្ចឹងដល់ពេលយើងចាស់ទៅយើងជេរកូនយើងស្ដីកូនយើងក៏កូនយើងអត់ហ៊ានតយើងដូចកាលយើងអត់ហ៊ានតយាយវាតាវាអញ្ចឹងញោមស្រាប់តអត់ហើយញោមហ្នឹងអាហ្នឹងអញ្ចឹងណាវាជាគំរូសម្រាប់កូនយើងជំនាន់ក្រោយឲ្យឃើញបើមិនបាច់ជាតិមុខជាតិក្រោយទេបំរើម្ដាយពុកល្អកូនយើងបំរើយើងល្អអញ្ចឹងដូចគ្នាហ្នឹងអាហ្នឹងអញ្ចឹងហើយវាជាគំរូអាម៉េចដូចអាធ្លាប់និយាយព្រះសម្មាសម្ពុទ្ធកាលព្រះអង្គនៅជាពពោធិសត្វណាឪរបស់ព្រះអង្គហ្នឹងកាលដំបូងស្រឡាញ់ម៉ែស្រឡាញ់ឪណាប៉ុន្តែដល់ពេលបានប្រពន្ធមកមានប្រពន្ធនេះវាកូនប្រសាកំណត់គេមិនបានចិត្តគេមិនកើតគេមិនឪគេបកើតម៉ែគេបកើតណាការប្តីហើយមកនៅណែជាមួយប្តីដឹងថាបំរើប្តីមិនមកបំរើយាយចាស់តាចាស់គុកអាចច្បាច់នងព្រឹកល្ងាចវាមិនសบายចិត្តដល់អញ្ចឹងរកវិធីធ្វើម៉េចឲ្យប្តីនឹងស្អប់ឲ្យឪម៉ែបកើតហ្នឹងឲ្យរកវិធីសម្លាប់ឬក៏យកម៉ែឪម៉ែបកើតហ្នឹងយកទៅចោលឪម៉ែក្មេកហ្នឹងយកទៅចោលយកទៅណាឲ្យឆ្ងាយមិនចង់នៅបំរើព្រឹកល្ងាចហ្នឹងធុញទ្រាន់នឹងការបំរើយាយចាស់តាចាស់ហ្នឹងហើយដល់អញ្ចឹងលំអុកប្តីម្ដងមិនព្រមពីរដងមិនព្រមនឹងរកវិធីធ្វើម៉េចឲ្យប្តីស្អប់ជួនកាលដាំស្លឆ្អិនឲ្យប្តីទៅធ្វើការនៅចការទៅអាម៉ោងបាយនួខ្លួនឯងឲ្យអ្នកបំរើផ្សេងហូបអស់ទៅដល់ពេលដល់ម៉ោងបាយអត់បាយយកទៅឲ្យប្តីសួរថាណាហូបអស់ថាម៉ែឲ្យយាយចាស់តាចាស់នឹងហូបច្រើនពេកទៅវាហូបអស់ទៅអាធ្វើម៉េចឲ្យតែអាប្តីខ្លួនឯងទៅវាខឹងយាយតាហ្នឹងហើយលំអុកចុងក្រោយដឹងតែគេលំអុកថាម៉េចទេឥឡូវបើបងឯងអត់យកយាយតានឹងទៅណាទេបើបងឯងមានខ្ញុំគឺអត់គាត់បើមានគាត់គឺអត់ខ្ញុំគេដាក់លក្ខខណ្ឌអញ្ចឹងហើយធម្មតាកូនយើងញោមពិភាក្សាតិចមើលបើប្រពន្ធគេនិយាយអញ្ចឹងបើគេឡាញ់ប្រពន្ធគេតើគេយកយើងហើយយកប្រពន្ធគេញោមគេយកប្រពន្ធគេអញ្ចឹងបើគេថាមានបងមានអូនអត់គាត់មានគាត់អត់អូនអញ្ចឹងដល់គេឡាញ់ប្រពន្ធគេគេថាអញ្ចឹងបងតាមអូនទៅចុះឥឡូវត្រូវធ្វើម៉េចគាត់ចាស់ហើយមានធ្វើម៉េចហ្នឹងឲ្យយកគាត់យកទៅកដាលព្រៃស្ងាត់ទៅដាក់តែម្នាក់មួយមលងទៅគាត់ហ្នឹងស្លាប់ហើយហ្នឹងទោះបីយើងមិនសម្លាប់ក៏គាត់រស់គ្មានបានប្រហែលថ្ងៃទៀតដែរហើយដល់អាម៉ូបាំងយាយអាសេចក្តីស្រឡាញ់ខ្លាចបាត់បង់ប្រពន្ធហ្នឹងយកម្ដាយយកឪពុកហ្នឹងតាមប្រពន្ធស្អែកឡើងពេលព្រឹកថ្វាយអង្គមម្ដាយឪពុកពីមុនស្រឡាញ់ម៉ែឪណាស់ដល់ពេលមានប្រពន្ធមកចឹងបាទអាត្មាថាញោមរើសកូនប្រសាស្រីរើសមើលផងឲ្យតែអាណាកញ្ចក់សឡូនអត់ដៃឆ្កល់សក្រានទេអាហ្នឹងក៏មិនញឹមពេកហ្នឹងហើយមើលកុំរើសខ្មៅរើសសរើសស្អាតមិនស្អាតមើលចរិតលក្ខណៈចិត្តគំនិតរបស់មនុស្សហើយដល់តាស្អែកឡើងថ្វាយអង្គមម្ដាយឪពុកម៉ែខ្ញុំនាំម៉ែនាំឪទៅលេងញាតនៅខាងយើងយូរហើយមិនដែលបានទៅលេងគាត់ចឹងចង់ជូនម៉ែឪទៅលេងគាត់ហើយអាកូននេះគឺពពោធិសត្វនៃយើងនឹងព្រះយើងនឹងបានកាត់ប៉ុនការនៅជាពពោធិសត្វនៅកូនតូចយាយទៅអាយុ6ឆ្នាំប៉ុនចេះណាសួរប៉ាពុកឯងថ្ងៃហ្នឹងចេញអាទេសយកយាយយកតាទៅណាកូនឯងនៅជាមួយម៉ែទៅកុំតាមឪកូនម៉ែឪយកយាយយកតាទៅលេងញាតរបស់យើងខាងយើងទៅលេងអ៊ំកូននៅឯស្រុកផ្សេងកូនឯងកុំទៅអីហ្នឹងហើយនៅជាមួយម៉ែទៅពពោធិសត្វនេះគិតក្នុងចិត្តអញតាំងកើតមកដូចអត់ដែលឮសូរឪអញនិទានរឿងបងប្អូននៅស្រុកឆ្ងាយទេមិនសុកបានថ្ងៃហ្នឹងចង់នាំយាយតាអញទៅលេងអ្នកបងប្អូននៅស្រុកឆ្ងាយវាដូចថាចិត្តនឹងវានៅមិនស្ងប់ក៏សុំឪពុកហ្នឹងទៅដែរទទូចឪខ្ញុំទៅដែរហេអត់ទេកូនឯងនៅជាមួយម៉ែទៅកូនអត់ទេខ្ញុំអត់ទៅខ្ញុំអត់នៅខ្ញុំទៅជាមួយឪខ្ញុំចង់ទៅអត់ឲ្យទៅយំទៅធាក់ដីនោះហ្នឹងដល់អត់មិនបានលើកូនហ្នឹងដាក់ទេទៅមួយយាយតាជីកទៅដល់ជីកទៅដល់កដាលព្រៃអាឪនេះឈប់អាទេចុះទៅកាប់ដីហ្មងកប់ម៉ែកប់ឪហ្នឹងណាយាយកប់ចោលវាយកប់ចោលទាំងរស់ដោយអាពតអញ្ចឹងហើយដល់អាឪនេះពងកាប់ដីអាកូននេះវាទម្លាក់ពីអាទេសមកទៅសួរឪឯងកាប់ដីទៅអីកូនឯងកុំសួរទៅអង្គុយវិញទៅកុំនៅចិត្តឪកុំសួរហេចៅឯងកាប់ដីឪឯងខំកាប់អីនៅកណ្ដាលព្រៃក្រែងថាទៅលេងផ្ទះបងប្អូនអីកូនហើយឪប្រាប់កូនឲ្យត្រង់ទៅចុះចេះនិយាយត្រង់ព្រោះគិតថាកូននឹងវាតូចចឹងបែបវាមិនដឹងអីទេនឹងតែ6ឆ្នាំឪប្រាប់ត្រង់ទៅចុះឪកាប់ហ្នឹងយកយាយយកតាកូនឯងមកហ្នឹងមិនមែនយកទៅលេងផ្ទះបងប្អូនអីទេកូនយកហើយយាយតានេះសវាំងចាស់ពពើមកងឹតភ្នែកហើយនោះក៏យកទៅណាអត់ដឹងហើយចឹងម៉ែកូនឯងឲ្យយកយាយយកតាកូនឯងគេពិបាកក្នុងការបម្រើយាយតាចាស់កូនឯងហ្នឹងណាចឹងគេមិនចង់នៅជាមួយហើយគេថាបើអត់មានយាយតាហ្នឹងបានគេនៅជាមួយឪហើយបើមានឪអត់យាយហ្នឹងមានយាយតាហ្នឹងហើយបើមានយាយតាហ្នឹងអត់ឪចឹងឪខ្លាចបាត់បង់ម្ដាយកូនឯងឥឡូវឪពុកស្ដាប់តាមម្ដាយកូនឯងយកយាយយកតាមកកប់ចោលហ្នឹងណាកូនអាកូននេះអត់មាត់អីទាំងអស់ទៅទាញចោបជីកនៅលើអាទេសមកអង្គុយកាប់ដីដែរ
ពងកាប់ជីកដីដែរអាអូននេះតាកូនឯងជីកដីទៅអីណាកូនឯងខំជីកតែតាំងកដៅនឹងអីឡើងទៅលើទេវិញកូនទៅអង្គុយម្លប់កូនទៅអង្គុយម្លប់កុំខំជីកទៅអីដល់អាអូននេះទៅជីកសួរអញ្ចឹងកូនឯងខំជីកទៅអីខ្ញុំជីកកប់ឲ្យឯងដែរហ្នឹងណាហ្នឹងហើយមានន័យថាអាអូននេះពងជីកយកកប់ឲ្យម៉ែអាកូននេះវាលឺអញ្ចឹងវាទៅជីកដីថាមកកប់ឲ្យវាដែរទាំងរស់ដែរហ្នឹងដល់អាអូននេះលឺអញ្ចឹងភ្ញាក់រលឹកហ្មងញោមភ្ញាក់ក៏អូណោះអាកម្មពីនេះពេលខ្លះដូរមិនបាច់ចាំជាតិមុខជាតិក្រោយទេអញធ្លាក់នរកទាំងរស់ហ្នឹងហ្នឹងអញចង់កប់ឲ្យទាំងរស់ឥឡូវកូនអញវាមិនទាន់ដឹងអីសោះទៅអាយុ6ឆ្នាំវាចង់កប់អញទាំងរស់ដែរហើយអញ្ចឹងបើឥឡូវនោះវាកប់អញអត់បានក៏ធំកំឡោះទៅវាគង់តែកប់អញហើយអញកប់ម៉ែឲ្យអញអញ្ចឹងហ្នឹងហើយអញ្ចឹងបានភ្ញាក់រលឹកទៅដាក់ចបកាប់ចុះលុតជង្គង់កម្មាទោសសុំម្ដាយសុំទោសម្ដាយឪពុកនាំម្ដាយឪពុកត្រឡប់ទៅផ្ទះវិញទៅនេះទានរឿងខ្លីប៉ុណ្ណឹងឲ្យញោមរៀនពិចារណាថាកាលណាយើងបំរើម្ដាយឪពុកយើងដោយសេចក្តីល្អយ៉ាងណាវាជាគំនូសដ៏ល្អប្រសើរសម្រាប់ឲ្យកូនយើងឃើញនឹងភ្នែកថាយើងថែរក្សាម្ដាយឪពុកយកចិត្តទុកដាក់ម្ដាយឪពុកយើងយ៉ាងណានៅពេលដែលយើងចាស់ជរាទៅកូនយើងក៏បំរើយើងទៅតាមលំអាននឹងអ្វីដែលយើងធ្វើដូចគ្នាមិនបាច់លោកណាមកទេសនាទេកាលណាគំរូរបស់យើងឃើញធ្វើចំពោះម្ដាយឪពុកយើងដោយល្អយ៉ាងណាកូនយើងនឹងដើរតាមកន្លងយ៉ាងនោះនឹងញោមចាំអញ្ចឹងហ្នឹងហើយអញ្ចឹងប្រឹងចម្រើនទៅនៅគុណធម៌និងសេចក្តីល្អក្នុងចិត្តជាមួយម្ដាយឪពុកហើយបំរើម្ដាយឪពុកនេះបន់ច្រើនកើតមានគ្រប់ពេលគ្រប់ខណៈបំរើម្ដាយបំរើឪពុកបំរើអស់ពីម្ដាយឪពុកទៅនៅបងប៉ុន្តែយើងថ្ងៃនេះនៅឪពុកអញ្ចឹងអស់ពីម្ដាយទៅបំរើឪពុកដោយល្អយកចិត្តទុកដាក់ដូចខ្មែរនិយាយមិញអញ្ចឹងចង់ឲ្យឪពុកអាយុវែងកូនចៅចង់ថែគាត់ផ្លូវហ្មងមិញហ្នឹងផ្លូវ2ផ្លូវកាយមួយផ្លូវចិត្តមួយឲ្យតែពីរនឹងដើរទន្ទឹមគ្នាល្អគឺឪពុកអាយុវែងម្ដាយអាយុវែងឥឡូវយើងអស់អ្នកម្ដាយប៉ុន្តែយើងនៅលោកឪពុកនឹងប្រឹងថែរក្សាយកចិត្តទុកដាក់គាត់ដោយល្អហើយបើ100ឆ្នាំទៅទៀតអស់ពីលោកឪពុកទៀតត្រូវថែរក្សាបងអ្នកណាជាបងគេនឹងប្អូនត្រូវប្រតិបត្តិដូចប្រតិបត្តិម្ដាយឪពុកចឹងអស់ពីម្ដាយឪពុកគឺបងប្រុសបងស្រីនឹងហើយជាម្ដាយឪពុកនឹងទី2ហ្នឹងអញ្ចឹងបើ100ឆ្នាំទៅទៀតលោកឪពុកឃ្លាតព្រាត់ពីយើងទៅគឺបងប្រុសបងស្រីប្អូនត្រូវតែប្រតិបត្តិហ្នឹងដូចម្ដាយដូចឪពុកចឹងញោមលោកអ្នកប្រាជ្ញលោកផ្ដាំយើងអញ្ចឹងព្រោះយើងពិចារណាមើលកាលពីយើងនៅតូចឪពុកម្ដាយយើងគាត់ព្រលឹមឡើងដឹងតែចេញអាទេសចេញនឹងគាត់ចេញកញ្ច្រែងចេញឆ្នាំងចេញទៅរកស៊ីបាត់ហើយចុះអ្នកណាអ្នកពោយើងអ្នកណាអ្នកគក់កតបយើងអ្នកណាអ្នកលៀងលិមួកយើងអ្នកណាអ្នកបញ្ចុកចំណៃយើងអ្នកណាអ្នកមើលយើងអ្នកណាអ្នកបីយើងអ្នកណាអ្នកត្រយើងបងយើងនឹងហើយនឹងប្រតិបត្តិថែរក្សាប្អូនដោយយកចិត្តទុកដាក់អញ្ចឹងអស់ពីម្ដាយឪពុកប្អូនខ្លះមើលរំលងនឹងជួនកាលទៅឆ្លោះបងប្អូនឯងកាត់កាលបងប្អូនឯងចោលម៉ែឪបកើតក៏វាកាត់កាលចោលដែរអាខ្លះហ្នឹងណាតែម៉ែឪបកើតក៏ឆ្លោះតោះជាមួយម៉ែឪកាត់កាលជួនកាលអាដីចែកឲ្យមិនស្មើគ្នាហ្នឹងអាម៉ែឪចែកឲ្យមីពៅបាន2អំពកទៅអាបងបានម្នាក់1អំពកទៅកាត់កាលម៉ែឪឯងចោលទៀតហ្នឹងណាមានមិនអត់ទេមនុស្សសម័យនេះហ្នឹងចឹងអស់ពីបំរើម្ដាយឪពុកដោយល្អបើអស់ពីម្ដាយឪពុកបំរើបងប្រុសស្រីដោយល្អដែលអាត្មាធ្លាប់បញ្ជាក់ថាកាលយើងនៅពីក្មេងបងនាំលេងមិនអោយព្រួយខុសត្រូវបងអ្នកជួយប្អូនរំអួយពួយទៅយំបើម៉ែឲ្យមកបាតបងសង្វាតទៅទិញនំទិញបាននំមកកូនដុំបេះខាងធំហុចឲ្យប្អូនម៉ែថាឯងកំហូបទុកឲ្យវាទៅណាកូនបងបេះបញ្ចុកប្អូនមិនឲ្យយំពវាលេងប្អូនបងដើរត្រាក់ផ្ទៃពោះបាក់រលីងថេងប្អូនយំទៀមមុំគេងបំប្រមលេងស្រែកឡូឡាម៉ែលឺសូអាតូចយំវាយអាធំស្រែកឡូឡាតែឯងលេងអាណាមិនសវាឆាប់លើកប្អូនបងលើកហើយលួមលោមប្អូនមិនព្រមប្រឹងយំទាគ្រប់ពេលរាល់វេលាស្រែកបញ្ជាតាមតែចិត្តបងរមអស់សរសៃពរយដៃស្ទើររលេះប្អូនជាប់នឹងចកេះធ្វើមាត់ស្ពិះយំហ៊ីហ៊ីទាបាយចំណៃនំចេះត្រឹមយំទាទៅស៊ីបង្វក់បងវក់វីពេលបានស៊ីទៅបាត់មាត់បើវាបានស៊ីប្រឹងចំតែងលេបតែឯងឲ្យបងអត់បងពដើរនៅហត់ត្រូវតែមាត់ម៉ែឲ្យជេបងខំពំដាក់ដៃរាល់តែថ្ងៃពុំទំនេរព្រឹកឡើងពោះទៅទេម៉ែស្រែកជេអបងប្អូននេះហើយសកម្មភាពបានរៀបរាប់លើកចែកជូនចងត្រង់ទុកជាក្បួនអប់រំខ្លួនប្អូនប្រុសស្រីគួរតែនឹកគុណបងក្រាបសំពះផងរាល់ថ្ងៃបើយើងមិនដឹងគុណស្រីជានិស័យទៅនរកហ្នឹងប្រែតតិរិឆានហ្នឹងព្រះអង្គសម្ដែងអញ្ចឹងឲ្យយើងរៀនពិចារណាព្រោះអស់ពីម្ដាយឪពុកគឺបងប្រុសស្រីនេះជាព្រះជាគ្រូជាអ្នកដែលយើងត្រូវប្រតិបត្តិអញ្ចឹងណោសរុបមកការដឹងគុណម្ដាយការដឹងគុណឪពុកការថែរក្សាម្ដាយការថែរក្សាឪពុកការដឹងគុណគ្រូការដឹងគុណចាស់ព្រឹទ្ធាចារ្យការដឹងគុណតកូរៀនច្បងជាធម៌ជាពូជមួយដល់ប្រសើរកតញ្ញូនេះជាកំពូលនៃធម៌ដែលព្រះអង្គសម្ដែងអញ្ចឹងបុគ្គលណាដែលបានបម្រើអ្នកដ៏មានឧបការៈលើខ្លួនយ៉ាងនេះឈ្មោះថាមិនសយត់ចុះ
រមែងចម្រើនជាទីស្រឡាញ់នៃអ្នកដតីជាទីគោរពនៃអ្នកដតីចម្រើនយុះចម្រើនស័ក្តិនិងចម្រើនសេចក្តីសុខនិងចម្រើនកតញ្ញូគឺការដឹងគុណបន្តពីកូនយើងបន្ទាប់ពីយើងចាស់ទៅទាំងអស់គ្នាណាញោមសូមអនុមោទនាឥឡូវយើងនិយាយរឿង100ថ្ងៃមួយម៉ាត់ទៀតយើងធ្វើបន់គម្រប់ខួប100ថ្ងៃដើម្បីឧទ្ទិសកុសលជូនចំពោះអ្នកម្ដាយដែលបើលោកបានឃ្លាតព្រាត់ទៅអញ្ចឹងដើម្បីឲ្យបន់នឹងបានដល់អ្នកម្ដាយតោះតែយើងធ្វើឲ្យត្រូវតាមអង្គនៃតក្កណានុបទានទី1សង្ឃមហិសុបតិតេតាតម្កល់សេចក្តីល្អនៅជាមួយសង្ឃvì hãy ấy bạn dương thưa bon sầm nhấp nè slap trâu ta đầm co sẽ đây lọ nâu chỉ mùi sóng đôi mà thọ phải chẹt pro sóng bay đôi xà ở tì hó đấy sóng bay đôi xà ai dương chỉ mà chặt bon miên chắc trong thưa bon bay đôi miên chắc trong chọc thưa xà đòi dương miên bay miên tận nông chầm nay giờ tập kên sóng bay đôi miên cọp pui vô vô lồng dễ nhúng chẳng ca này dương miên cọp pui dương ọt do ta đạn là lừa xá vì ọt đó chẳng ca này dương miên cọp pui miên sệt thiếp bay đôi miên chặt trong chọc thưa xá hay bởi dương ọt do ta thưa chỉ mùi sóng vì ọt cao chỉ bon chưa có sò chẳng bàn kể ta thưa bon sầm rạp nẹt slap cách tì mũi cứ trâu đầm co sẽ đây lọ nâu chỉ mùi sóng chẳng song bay đôi xá sầm rạp đọc bon dương ở cao cả là cao trên chỉ bon chỉ có sò chỉ play chỉ cá bán dương chặt vào đó một bon của sò nâng máu đầm nặng cao tì pí tia gì cả năng ở tư xe nè dương chỉ con cháu nó còi pe rọp bát hơi ai hơi quê chẳng hạn nó dương à cha hao màu tư ha nấc nấc mà đai nấc ở bốc nấc mai mua ấy ở bốc mua ấy chỉ tai mua ấy chỉ đôn nấc mua ấy nấc luôn dương à nấc nấc à sai ở năng cái hao tự tia gì cả năng ở tư xe nè đòi dương ở tư tấu bàn tê với con thoa này với tự dung của bộ tê đai chỉ plong tung nó kì nom ơi nom sẽ đây lò năng tấu ban trong tao mía ta phải tốc bát ta nè để slap năng màu tự tua đằng lư trề o nừng ốc má đôi dương trâu cắt hơi dương nhá phò năng mặc cái chóp này bày chai dây họ sầu mà lại tao lon tao mà lại tiết tao bồn tao mà lại tiết tao bòn tao dương bày chai dương nhá tam taxi dọc về hơi taxi vô tàu trong cõi thằng co nó về ban đo nụ nè nụ mình đo cứ nấu pe nè prom tự tuaឬមិនព្រមទទួលចឹងអាបនយើងធ្វើក៏ដូចគ្នាកាលណាយើងផ្ញើទៅហើយចុងក្រោយបានឬមិនបានអាស្រ័យអ្នកដែលស្លាប់ហ្នឹងទទួលដឹងលឺត្រេកអរបើអ្នកស្លាប់ហ្នឹងគាត់ទៅកើតក្នុងកំណើតមួយដែលមិនអាចទទួលបនបានទោះយើងធ្វើយ៉ាងម៉េចក៏អត់បានផលហ្នឹងកំណើតដែលគាត់ស្លាប់ទៅហ្នឹងមិនប្រកបថាយើងធ្វើបនទៅបានទាំងអស់ទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបើគាត់មានបនកុសលខ្ពស់គាត់ទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកពពួកទេវៈគេអត់ទទួលបនបន្ថែមទេបនគេគ្រប់គេសោយទៅសម្បត្តិទឹកក្លិនកទឹកអភរណៈទឹកការពលត្រូវកទឹកទឹកទាំងអស់ល្អទាំងអស់ហើយចុះបើមិនបានទៅកន្លែងល្អទៅអាកន្លែងអាក្រក់នោះវាជ្រៅពេកក៏អត់បានដែរនឹងដោយព្រះអង្គសម្ដែងថាបើទៅជាប្រែត3ពួកដែលទទួលផលបានក្រៅពី3ពួកហ្នឹងអត់បានទាំងអស់ដែលទទួលផលបានមានតបរៈកតោវិជីវការប្រែតនៃជាមតនិកប្រែតខុសពីបាសិកវត្តប្រែតចឹងមានន័យថាបើទៅអាកន្លែងល្អពេកក៏អត់បានទៅអាកន្លែងទាបពេកក៏អត់បានចឹងតើកើតក្នុងកំណើតដែលអាចទទួលផលបានទៀតចឹងហើយបានអាត្មាចេះតែដាក់ទឿនថែមទៀតថាកុំចាំដល់កូនគេធ្វើបន់ឲ្យតនយើងទាំងអស់គ្នានៅខ្យល់ដកដង្ហើមចេញចូលតនដើរកើតតនតិចស្រាប់ធរកើតនាំគ្នាទៅចម្រើនសេចក្តីល្អទៅរក្សាសិលទៅធ្វើបន់ឲ្យទៀនតនយើងនៅធ្វើកើតព្រោះទៅរំពឹងកូនយ៉ាងម៉េចញោមបើអ្នកខ្លះកុំថាឡើយដល់ទៅពេលយើងស្លាប់ទៅកូនគេធ្វើបន់ឲ្យគ្រាន់តែថ្ងៃសិលពឹងវាដប់ទៅសុំសិលម្ដងមកព្រឹកណាអាខ្លះមិនដែលមុខរីកដាក់ម៉ែផងហ្នឹងអាពឹងម្ដងមុខអកញ៉ៅហើយចឹងយាយសង្ឃឹមថាដល់យើងស្លាប់ទៅវាធ្វើបន់ឲ្យយើងបានត្រូវទេអត់ទេចាំគេធ្វើបន់ឲ្យទៅមិនងាយទេបានដោយកូនចៅថ្ងៃនេះគាត់ចេះដឹងគុណជាអ្នកមានបញ្ញាប្រកបព្រមដោយធម៌ចេះធ្វើបន់ត្រូវតាមធម៌តាមវិន័យជូនម្ដាយជូនឪពុកហើយចុះកូនអ្នកខ្លះនេះដូចអាត្មានិយាយមិញខ្ញុំឯងចង់ដឹងតែកូនយើងកើតពឹងវាទៅទុកទៅសំសិលមុខមិនដែលរីកផងណាអាហ្នឹងកុំសង្ឃឹមពេកនឹងខំប្រឹងធ្វើបន់ទុកខ្លួនយើងឲ្យហើយហ្នឹងព្រោះទៅមុខទៅអត់មានពឹងកូនបានទេអាកូនយើងឥឡូវនេះកូនតែនៅខ្យល់ហ្នឹងទេប្តីយើងប្រពន្ធយើងប្តីយើងប្រពន្ធយើងតែនៅខ្យល់ហ្នឹងទេតែផុតខ្យល់ហើយពេលណាយ៉ាងច្រើនគេស្រឡាញ់ឯងប៉ុណ្ណាក៏គេជូនទៅដល់ទីស្មោសានកន្លែងបូជាកន្លែងបញ្ចុះតែមួយផ្លែតហ្នឹងគេយំតែមួយផ្លែតហ្នឹងហើយគេដើរចេញមកវិញគេຕົកយើងនៅមួយអាចារ្យភ្លុកមួយអាចារ្យយោគីហើយអាចារ្យនេះបុករុកគ្នាកត់ហ្នឹងគេមកផ្ទះវិញហើយហ្នឹងគេស្លាប់ចោលតែ3ខែឬ1ឆ្នាំជាងគេយកប្តីទៀតប្រពន្ធទៀតហើយហ្នឹងយើងនេះគឺទៅដោយខ្លួនផ្សេងគ្នាទាំងអស់ចឹងបានព្រះអង្គសម្ដែងថាគ្មានអ្នកណាជាទីពឹងក្រៅអំពីសេចក្តីល្អទេបញ្ញាំងមិត្តតាំងប៉ាប៉ាំងមិត្តតាំងមានតែអាបុតហើយបាបតែពីរនឹងគត់ដែលវាជាមិត្តដល់ប្រសើរយាយសែបគប់អាមិត្តបាបទៅជាមួយអាមិត្តបាបសែបគប់អាមិត្តបុណ្យគឺសេចក្តីល្អទៅជាមួយមិត្តបុណ្យ
ចឹងត្រូវនាំគ្នាសែបគប់មិត្តប៉ុនឲ្យបានច្រើនកុំស្រឡាញ់អាមិត្តបាបនឹងច្រើនពេកណាយាយណាលះចោលអបាយមុខស្រីស្រាបៀបនដូរតន្ត្រីផឹកស៊ីជួបជុំកាប់ចាក់ចំណែនប្រច័នឈ្នាននេះនឹងលះចោលអស់នឹងមិនបានធ្វើប៉ុនអីឲ្យច្រើនឲ្យតែបានលះអបាយមុខប៉ុណ្ណឹងក៏ប៉ុនកសលវាចម្រើនកើតមានភាពចម្រុងចម្រើននិងសេចក្តីសុខក៏រមែងចម្រើនយើងវិនិច្ឆ័យមនុស្សណាម្នាក់កុំឲ្យគ្រាន់តែឃើញគ្រាន់តែឮហើយយើងខ្វះការពិចារណាមកឃើញខ្មែរយើងអញ្ចឹងជួនកាលអារឿងរបស់គេសោះនាំគ្នាយកបាបមកដាក់ខ្លួនជួនកាលគ្រាន់តែឃើញប្តីគេវាយប្រពន្ធគេហើមភ្នែកអាប្រពន្ធហ្នឹងគ្រាន់តែផុសទៅតែប្តីវាយខ្ញុំហើមភ្នែកអាឯងនេះអត់ដឹងរឿងគ្រួសារគេផងហ្នឹងលេងខមមិនជេរគេអាពូជហ្នឹងចឹងអាហ្នឹងចឹងអញលេងក្បាលវាចោលតាំងពីយូរមកអាជុំជេរម៉ែជេរឪគេអត់ដឹងរឿងគេផងអាហ្នឹងគេហៅតែយកបាបមកដាក់ខ្លួននោះបាទត្រូវចេះវិនិច្ឆ័យមកធ្លាប់ឧទាហរណ៍ថាដូចយាយកគាត់កាន់ថងខ្មៅមួយហើយដល់អ្នកកនេះឃើញយាយនឹងកាន់ថងខ្មៅសួរតែយាយឯងកាន់អីហ្នឹងយាយនេះប្រាប់ថាអាចៅអើយអាថងមួយថងណាអញកាន់មាសហ្នឹងអានេះអត់ដឹងថាក្នុងហ្នឹងស្អីទេក៏លឺយាយនឹងថាមាសអញ្ចឹងអានេះដើរប្រាប់គេមកភូមិអញឃើញយាយកនឹងដើរកាន់ថងមាសមួយថងខ្មៅអាមួយនោះអត់ដឹងដែរគ្រាន់អត់លឺអាមួយអាទី2នោះអត់ឃើញទៀតមិនតែអត់ដឹងទេអត់ឃើញភ្នែកចិត្តគ្រាន់តែលឺអាមួយនោះវាប្រាប់ថាយាយនឹងកាន់មាសមួយថងអញ្ចឹងអានោះវាដើរប្រាប់គេទៅយាយនឹងមានខ្លាំងកាន់មាសមួយថងបើអត់ដឹងថាក្នុងហ្នឹងជាស្អីទេតាមស្រួលក្នុងថងខ្មៅនោះគេកាន់ពោះវែកក៏មិនដឹងបាទហ្នឹងគ្រាន់តែលឺគេថាមាសអញ្ចឹងយើងចេះថាមាសតគ្នាទៅហ្នឹងហ្នឹងអញ្ចឹងរឿងគ្រួសាររបស់គេយើងកុំយកបាបមកដាក់ខ្លួនរឿងសុខរឿងទុក្ខគ្រួសារយើងនេះយើងគិតតែពីខ្លួនយើងគ្រួសារយើងពេលណាមានទុក្ខមានបញ្ហាអាហ្នឹងយើងជួយគ្នាសាមគ្គីគ្នាប៉ាន់កុំចូលចិត្តដុតខ្លួនឯងកុំចូលចិត្តយកបាបមកដាក់ខ្លួនអាហ្នឹងសុខហ្នឹងអញ្ចឹងខ្លះមកនិយាយខ្លះណាតិចតែឃើញគេមានទៅសុបាយចិត្តគេអត់តិចតែឃើញកូនគេរៀនចប់បណ្ឌិតអីទៅត្រេកអរថាសុបាយចិត្តថាខ្មែរយើងទោះបីមិនមែនកូនយើងប៉ាន់ឈាមខ្មែរតែមួយគេរៀនបានចប់បណ្ឌិតសុបាយចិត្តរីករាយមួយគេដេកចាំតែយីហ្នឹងហើយអ្នកខ្លះឃើញពីមុនគ្រួសារគេក្រដល់ពេលកូនគេមួយទៅធ្វើការនៅកូរ៉េអាមួយធ្វើការនៅថៃអាមួយទៅធ្វើការនៅភ្នំពេញគេបានលុយផ្សំគ្នាមកគេធ្វើផ្ទះធំឲ្យឪឲ្យម៉ែគេអានឹងពីមុនក្រលហាមហើយអញឃើញកូនកំមុំវាអញឃើញល្ងាចឡើងអញឃើញគូចិញ្ចើមអញឃើញលៀបកញ្ចអញឃើញផាត់មុខផាត់មាត់ចេញទៅក្រៅជិះឡានទៅនឹងអញសង្ស័យទៅរកស៊ីអីមិនសូវស្រួលអញសង្ស័យហ្នឹងអត់ដាក់បានគិតតែគេនឹងវាល្អហ្នឹងហើយយកតែក្តៅកាហាយយកតែបាបយកមកដាក់ក្នុងខ្លួនអាហ្នឹងធ្វើមិនសុខញោមហើយទៅរកប៉ុនណែណាអាហ្នឹងឲ្យនាំយើងឲ្យក្តៅកាហាយតាំងពីបច្ចុប្បន្នហ្នឹងរហូតដល់ទៅមុខទៀតធ្លាក់នរកធ្លាក់ប្រែតអត់បានមកមនុស្សទៀតទេអញ្ចឹងបានមកចេះដាស់តឿនថានឹងអ្នកខ្លះមិនស្គាល់ប៉ុនស្គាល់បាបអញ្ចឹងបានព្រះអង្គសម្ដែងថាមនុស្សយើងមានច្រើនប្រភេទវាមានមនុស្សស័កមនុស្សសោមនុស្សសទេវោមនុស្សសពេតោមនុស្សសតិរិឆានោមនុស្សសនិរយិកោអាមនុស្សស័កមនុស្សសោនេះយើងទាំងអស់គ្នាហ្នឹងគេហៅថាមនុស្សស័កមនុស្សសោអាប៉ុនក៏ធ្វើបាបក៏ធ្វើស្រាក៏ផឹកសិលក៏សុំម៉ែដឹងគុណខ្លះមិនដឹងគុណខ្លះអាហ្នឹងគេហៅមនុស្សស័កមនុស្សសោយើងទាំងអស់គ្នាណាទាំងញោមទាំងអាត្មាគេហៅមនុស្សស័កមនុស្សសោដល់អាមនុស្សសតិរិឆានោអាហ្នឹងខ្លួនជាមនុស្សបើចិត្តកំណត់ដូចដេរិឆានញោមដេរិឆានដែលស្គាល់ម៉ែស្គាល់ឪទេញោមស្គាល់ទេមកឧទាហរណ៍ថាតសនៈមួយចុះសុនខៈមួយចុះយកមកជាកតិសម្រាប់ពិចារណាខ្លួនយើងកុំឲ្យយើងធ្លាក់ចូលទៅក្នុងរឿងហ្នឹងសុនខៈមួយចុះឧទាហរណ៍ថាវាមានប៉ាឆ្កែមានម៉ាក់ឆ្កែហើយមានតឡងឆ្កែនៅនឹងដែរហើយវាមានប្តីវាប្រពន្ធវាហើយកូនវានៅនឹងដែរហើយវាអង្គុយជុំគ្នាអញ្ចឹងអរលហងអង្គុយវិឈរជង្គង់ចាំយើងជាម្ចាស់នេះហូបខជើងជ្រូកហើយបោះអាចហ្នឹងដឹងអាគុកជើងសឹកហ្នឹងដឹងអសល់វាហើយអញ្ចឹងវាអង្គុយជុំគ្នាអញ្ចឹងដែលគេហៅថាតិរិឆានហ្នឹងមកពីអញ្ចឹងហ្នឹងគ្មានធម្មសញ្ញាមិនដឹងខុសមិនដឹងត្រូវគ្មានស្គាល់អាណាម៉ែអាណាឪអាណាបងអាណាប្អូនអាណាមីងអាណាមីនឹងមិនស្គាល់សង្ឃមិនស្គាល់ចាស់ព្រឹទ្ធាចារ្យមិនស្គាល់បុណ្យមិនស្គាល់បាបមិនដឹងគុណមិនដឹងទោសគ្មានដឹងអីទាំងអស់ហ្នឹងដល់ឯងនេះគ្រាន់តែឃើញក្រុមគេនឹងមានប៉ាម៉ាក់ឆ្កែតឡងឆ្កែប្រពន្ធប្តីកូនគេនឹងនៅជុំគ្នាយើងនេះហូបស្រាច់អស់យើងមិនបោះឆ្អឹងនឹងទៅណាមិនបោះទៅហ្នឹងបោះចំកដាចំណោមទៅគ្រាន់តែបោះពុកកដាចំណោមទៅអាកូននេះវាមានប្រាប់ថាអូនសម្លាញ់ប្រពន្ធអូនឯងកំអាលកូនខ្លួនឯងកំអាលយើងទុកអាហ្នឹងឲ្យប៉ាយើងម៉ាក់យើងគាត់អត់សូវមានថ្មិញឲ្យគាត់អង្គាមមុនទៅហើយសល់ប៉ុន្មានចាំយើងជក់តាមក្រោយវាមានភាសាគ្នាអញ្ចឹងនិយាយពេលឆ្អឹងដល់កដាលចំណោមវាមានភាសានេះអញ្ចឹងអត់ទេកាធ្លាក់ពុកទៅអាណាមានកម្លាំងខ្លាំងជាងគេអាចចកោមវែងជាងគេវិញញឹកយើងអញហ្នឹងហើយអញណា
ហើយអាណាខ្សោយជាងគេដូចម៉ែឪនេះតម្លាក់កតុយរត់ត្រេអាខ្លះទៅព្រៃជែកទៅអាខ្លះទៅគល់ស្វាយទៅអាខ្លះលូនទៅក្រោមខែទៅអាណាខ្លាំងជាងគេវាទាញទៅរយម្នាក់វាទៅអាហ្នឹងដែលគេហៅថាតិរិឆានហើយមនុស្សដែលព្រះអង្គសម្ដែងតែមនុស្សសតិរិឆាននោះមានន័យថាខ្លួនជាមនុស្សបាចិត្តកំណត់ដូចតិរិឆានហ្នឹងវាអត់ខុសគ្នាពីអាត្មាលើកឧទាហរណ៍មិញហ្នឹងទេមិនចេះស្គាល់ម៉ែមិនដឹងឪមិនដឹងគុណមិនដឹងទោសមិនដឹងអាណាបងមិនដឹងអាណាប្អូនប្រមាថកាបទៀនគ្មានស្គាល់បងគ្មានស្គាល់ប្អូនគ្មានស្គាល់មីងគ្មានស្គាល់អ៊ំគ្មានស្គាល់បុណ្យគ្មានស្គាល់បាបហ្នឹងអាហ្នឹងគេហៅថាមនុស្សសតិរិឆានមកខ្លួនជាមនុស្សបាចិត្តកំណត់ដូចតិរិឆានដែលមនុស្សចឹងមានទេសម័យសពថ្ងៃមានទេញោមអាកូនអត់ដឹងម៉ែដឹងឪមានទេអាកូនវាយម៉ែវាយឪមានទេអាកូនអត់ស្គាល់គ្រូបាអាចារ្យមានទេអាកូនមិនស្គាល់វត្តមិនស្គាល់លោកមិនស្គាល់ចាស់ទុំមិនមានទេចឹងបានព្រះលោកថាមនុស្សសតិរិឆានណោវាមិនអត់ទេមនុស្សអញ្ចឹងខ្លួនជាមនុស្សបច្ចៈកំណត់ដូចតិរិឆានមនុស្សសពេតោធម្មជាតិនៃប្រែតនោះគឺស្រេកឃ្លានរហូតហើយមនុស្សយើងរាល់ថ្ងៃមានមនុស្សប្រែតណាញោមមានអាមនុស្សស្រេកឃ្លានមិនចេះចែកណាហ្នឹងគេមានគេប្រឹងណាស់ញោមមិនបានសឹងមិនបានដេកមិនបានពួនទេហើយយើងនេះចេះតែអង្គុយបន់តអ្នកតាហ្នឹងហើយប្រាថ្នាទៅមិនឲ្យបានមាននឹងឲ្យដល់អត់មានទៅអង្គុយតែចំណែនគេអង្គុយតែក្តៅកាហាយមិនកើតទេប្រឹងត្រូវប្រឹងដូចអានិយាយមិញតែចង់ឲ្យគេជួយទៅយើងជួយខ្លួនយើងហើយបើយើងជួយខ្លួនយើងមិនកើតធ្វើខ្លួនយើងឲ្យគួរជាទីស្រឡាញ់ដែលគេចង់ជួយនឹងគេមានចិត្តចង់ជួយនោះណានឹងធ្វើខ្លួនយើងឲ្យជាទីស្រឡាញ់នៃអ្នកដតីអានឹងអញ្ចឹងហើយអ្នកណាកសាងព្រះនេះបានបុណ្យណាស់មហាទេជោមហាភោគោអធិបតេយ្យយោដូចបំរើម៉ែបំរើឪអញ្ចឹងនឹងអានិសង្ឃស្ទើរតែដូចគ្នាហើយដល់យើងស្លាប់ទៅអនាគតជាតិបាននៅគៀករតនត្រ័យមនុស្សហ្នឹងកើតមកគឺយល់ដឹងខុសដឹងត្រូវតែម្ដងហ្នឹងអ្នកណាកសាងពុទ្ធណាហើយកើតជាធំលើគេគឺកើតក្នុងតកូល2ខត្តយៈតកូល1ព្រាហ្មណតកូល1មនុស្សណាដែលបានកសាងព្រះដែលបានកសាងបត្រៃ3ដកកពីបត្រៃ3ដកបានទិញ3ដកដាក់ទូប្រគេនលោកគេអីហ្នឹងទៅអនាគតជាតិមានបញ្ញាហើយកើតក្នុងតកូល2នឹងខត្តយៈតកូលមានតែកើតក្នុងតកូលស្ដេចតកូលមន្ត្រីព្រាហ្មណតកូលកើតក្នុងតកូលអុកញ៉ាតកូលឯកឧត្តមតកូលអ្នកមានចំណេះចេះដឹងហ្នឹងអញ្ចឹងយើងប្រឹងចម្រើនទៅនៅសេចក្តីល្អមកជួនចំពោះជីដូនដែលលោកធ្លាប់មានឧបការៈគឺសេចក្តីល្អគ្រប់យ៉ាងមកដល់លើយើងជាកូនចៅប្រុសស្រីនោះទាំងជាតិទៅគុណគឺការផ្ដល់កំណើតសាច់ឈាមមកយើងបានរូបរាងប្រុសរូបរាងស្រីបានឃើញពន្លឺថ្ងៃនៅក្នុងពិភពលោកដ៏ល្អស្រស់ត្រកាលនេះព្រោះអាស្រ័យអ្នកម្ដាយនិងលោកឪពុកបន្ទាប់ពីបង្កើតយើងឲ្យមានរូបរាងសាច់ឈាមបានឃើញពិភពលោកនេះលោកតែងឃុំក្រងថែរក្សាយើងចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមបំបីការពារឃុំក្រងថែរក្សាបាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសសម្ពុតអាវសៅស្បៃផ្ដល់ទៅនូវភាពកក់ក្ដៅគ្រប់យ៉ាងបញ្ជូនយើងឲ្យសិក្សារៀនសូត្រស្វែងរកចំណេះវិជ្ជាធំកំមុំកំឡោះលោកតែងរៀបចំខ្វាយខ្វល់រៀបយើងឲ្យមានប្តីមានប្រពន្ធចែកធនធានទ្រព្យសម្បត្តិគេអកតាមអ្វីដែលលោកអាចធ្វើបានបណ្ដោះកូនស្រឡាញ់កូនថែរក្សាកូនគ្រប់គ្នាស្មើដោយជីវិតគ្រប់អ្នកជាម្ដាយគ្រប់អ្នកជាឪពុកគឺសេចក្តីស្រឡាញ់និងភាពកក់ក្ដៅគ្រប់យ៉ាងផ្ដល់ឲ្យកូនតាមអ្វីដែលគាត់អាចធ្វើបានឈឺជាក្ដៅរងាគាត់ស្ទើរតែយកជីវិតរបស់គាត់មកដាក់មកលើយើងស្រឡាញ់ណាស់គ្មានស្រឡាញ់អ្នកណាស្មើដោយកូនប្រុសស្រីនឹងចាត់ទុកបីដូចជាកៅភ្នែករបស់គាត់នឹងចិត្តជាម្ដាយជាឪពុកហើយបើម្ដាយឪពុកនៅស្រុកខ្មែរយើងផងខុសពីម្ដាយឪពុកនៅក្រៅប្រទេសបើជនជាតិគេតែ8ដល់10គេបដ ாய் ហើយនឹងកូននឹងទៅណាក៏ទៅជាសិទ្ធិរបស់គេតែម្ដាយឪពុកនៅស្រុកខ្មែរយើងនេះអាត្មាឃើញពេលខ្លះខ្វល់កូនគិតកូនឃុំក្រងកូនតាំងពីនៅក្នុងផ្ទៃរហូតដល់ធំកំមុំកំឡោះរហូតដល់កូននឹងការហើយមានប្តីមានប្រពន្ធរហូតដល់កូនមានដល់ចៅសក់ស្កូវស្មើឪហើយក៏នៅតែម្ដាយឪពុកនឹងបារម្ភទៀតនៅតែគិតទៀតអាកូនសក់ស្កូវស្មើឪហើយក៏នៅតែឪនឹងគិតទៀតហ្នឹងម្ដាយនឹងគិតទៀតនេះជាសេចក្តីស្រឡាញ់របស់ម្ដាយឪពុកគ្រប់រូបដែលមានមកលើយើងជាកូនចៅប្រុសស្រីម្លោះហើយពេលដែលលោកឃ្លាតព្រាត់អំពីយើងទៅក្តីលោកនៅក្បែរខ្លួនយើងក្តីគឺគ្មានសងអ្វីក្រៅអំពីនាំគ្នាធ្វើសេចក្តីល្អនិងផ្ដល់ភាពកក់ក្ដៅចំពោះលោកហើយភាពកក់ក្ដៅនេះបើម្ដាយឪពុកនៅរស់រានមានជីវិតយើងច្រើនមើលរំលងកូនខ្លះថាចាំមានពេលវេលាតនេនឹងបានមកលេងគាត់បានមកផ្ដល់ភាពស្និទ្ធស្នាលកូនខ្លះថាចាំរឹងដៃរឹងជើងរោស៊ីមានបន្តិចនឹងចាំធ្វើផ្ទះធំឲ្យគាត់សេចក្តីស្លាប់នឹងវាមិនចាំដល់ឲ្យយើងមានលុយទេណា
មានចាំដល់យើងមានពេលវេលាណាញោមបងចឹងបានមកចេះដាស់តឿនក្រៅរំលឹកកូនចៅប្រុសស្រីថាការសងគុណម្ដាយឪពុកការផ្ដល់ភាពកក់ក្ដៅចំពោះម្ដាយឪពុកកុំចាំដល់មានពេលវេលាកុំចាំដល់យើងមានលុយនឹងព្រោះសេចក្តីស្លាប់នឹងវាអត់រងចាំពេលវេលាទាំងអស់នឹងទេបងជួនកាលអង្គុយទៅផ្លឹងសម្រានម្រានទៅផ្លឹងហូបបាយនឹងគាំងធ្លាក់សាច់ពីពីដៃទៅផ្លឹងនឹងអភ័យណាស់សេចក្តីស្លាប់នេះព្រោះព្រះអង្គប្រៀបសេចក្តីស្លាប់របស់យើងគ្រប់គ្នានឹងហាក់បីដូចជាដើមចេកសង្ខារហ្នឹងណាបងផិនដប់ពិនដូប្រមាំងរូបបាំងវេទនាពុបលុបប្រមាមរិជគោប្រមាសញ្ញាសង្ខារាកតលុប្រមាមាយូប្រមាញ់ចវិញ្ញាណហ្នឹងទេសតានិច្ចពន្ធុនីរូបមានសេចក្តីប្រៀបធៀបនឹងដុំនៃពពុះទឹកវេទនាមានសេចក្តីប្រៀបធៀបនឹងកពេញទឹកដែលប៉ោងឡើងព្រួយសញ្ញាមានសេចក្តីប្រៀបធៀបនៅថ្ងៃបដើកូនសង្ខារយើងនេះដូចដើមចេកបងលោកថាជីវិតយើងដូចដើមចេកហើយធម្មជាតិនៃដើមចេកនេះរឹងមាំហ៎ញោមរឹងហ៎អត់ទេខ្យល់បក់ពីលិចវាដួលទៅកើតខ្យល់បក់ពីកើតវាដួលមកលិចខ្យល់បក់ពីជើងវាដួលមកត្បូងតាផ្លែមកធ្លាយមកស្ទងជាប់ដើមវាហ្នឹងវាទប់មិនជាប់ហ៎តើយកឈើយកទៅទប់នឹងទៅជ្រែងសងខាងបានវាអាចឈរនឹងចឹងព្រះលោកប្រៀបថាជីវិតយើងដូចដើមចេកមានន័យថាវាផុយអញ្ចឹងណាញោមផុយណាស់បានមកចេះបញ្ជាក់ថាបុណ្យបាបគុណទោសល្អអាក្រក់សុខទុក្ខចម្រើនវិនិច្ឆ័យនឹងវានៅទាំងខ្លួនយើងហ្នឹងកុំទៅសុំកុំទៅបន់ស្រន់បួងសួងអ្នកតាព្រៃភ្នំឯណាពេលខ្លះបានចេកបាននំសម្ដៅទៅតែអ្នកតាឯម៉ែប្រឈរជង្គង់នៅផ្ទះលេបទឹកមកនេះអត់ឲ្យនឹងទៅបន់សុំកតុយលេខសុំសេចក្តីសុខពីអ្នកតាប៉ុន្តែអាម៉ែឪនឹងមិនបាច់សុំទេមិនបាច់ប្រាថ្នាទេនឹងអត់អីទៅរកនឹងយកមកឲ្យយើងបានភ្លាមសេចក្តីល្អហើយមនុស្សយើងញោមអត់ពិបាកមើលទេដូនតាយើងគេថាចង់ដឹងមនុស្សល្អមនុស្សអាក្រក់គេឲ្យមើលអីញោមចាស់